Hello សួស្តីបងប្អូននេះគឺជាការផុសឡើងវិញនៃរឿងកុចបតាធានីដែលមានបានធ្វើការកាត់តបញ្ចូលគ្នាពីទី83ដល់ពីទី86រួមបញ្ចូលគ្នាគឺដើម្បីបងប្អូនជើងដែលមិនទាន់បានមើលងាយស្រួលនៅក្នុងការមើលបងប្អូនដែលបានមើលហើយអាចមើលលេងៗម្ដងទៀតបានអញ្ចឹងគឺយើងចូលទៅតាមតាអញ្ចឹងគឺយើងចូលទៅមើលទាំងអស់គ្នាតែម្ដងតាValin កំពុងតែសម្រាប់ខ្លួនគិតទៅគឺស្រាប់តែមានមនុស្សពីរនាក់បង្ហាញខ្លួនដូចជាប្រមុខដែលម្នាក់គឺជាមនុស្សស្ថិតនៅក្នុងកម្រិតទី6ដំណាក់កាលដំបងម្នាក់ទៀតគឺជាមនុស្សស្ថិតនៅក្នុងកម្រិតទី5 Legion Fang បាននិយាយសឹងនាងខ្ញុំក៏បាននិយាយហើយនៅថ្ងៃនេះឯងគឺត្រូវតែស្លាប់ប្រប្រាស់កម្លាំងខ្យល់គួចវាយទៅកាន់ Valin ឡើងប៉ាំងទៅក្រោយ Valin ក៏បានប្រើដាមដាក់វាយកັບទៅធ្វើឲ្យដៃរបស់ Legion Fang រងរបួសបន្តិចផងដែរដូច្នេះក៏បានសម្រាប់ខ្លួនទៅមុខបន្តដែលបានគិតខ្លួនចិត្តដោយក៏បានថាពោវិជនរបស់ខ្ញុំនៅពេលនេះគឺរងរបួសចាស់ធ្ងន់ធ្ងរហើយសូម្បីតែប្រប្រាស់ដាមតាគឺបានប្រប្រាស់កម្លាំងរបស់វាពេញលេញដូចក្នុងអលំពេលដែលប្រយុទ្ធជាមួយនឹងមេបាយក្រហមទេម្ចាស់ទីបតតិនជាមួយនឹងក្បួននៃកម្មកាត់នៅទីនេះវាពិតជាស្មុគស្មាញខ្លាំងណាស់នៅក្នុងការបំបាយវាចាក់ចេញពីទីកន្លែងនេះគឺចាំបាច់ត្រូវតែចំណាយពេលវេលាជាច្រើនក៏ប៉ុន្តែក៏សុកជាងខ្លាំងម្ដងនេះគាត់ក៏បានបង្ហាញខ្លួនមកពីក្រោយក្នុងវាយទៅកាន់វ៉ាងលេនស៊ីលីកូដែលស្ថិតនៅក្នុងដែលមតាក៏បានទៅទម្រង់ផ្ទូផាំងវាយវ៉ាងលេនឡើងប៉ាំងទៅក្រោយគួចឈាមចេញមកទីផងចំពោះស៊ីលីកូនៅក្នុងដើមមតាក៏បានសន្លប់ជើងជាងខ្លាំងម្ដងនេះគាត់ក៏បានចុកដើមមតាបានប្រណិតឃើញថានៅក្នុងដើមមតានឹងក៏មានពលឹងដើរទីផងវាពិតជាអស្ចារ្យដូច្នេះក៏បានចុកដើមមតាយកទៅទុកទៅ Legion Fang គាត់បាននិយាយថាដើមមតានេះលោកគឺទទួលយកវាទៅប៉ុន្តែចំពោះតង់ច្បាប់នៃការមកខាត់ខ្ញុំក៏ត្រូវតែទទួលយកវាជាងខ្លាំងម្ដងហ្នឹងគាត់គឺមិនបានថាអ្វីទេមិនត្រឹមតែប៉ុណ្ណោះត្រូវពិសេសផ្កាយវាគឺជាទ្រព្យសម្បត្តិដែលស្ថិតនៅក្នុងតកូលរបស់ខ្ញុំក៏ចាំបាច់ត្រូវតែទទួលយកវាវិញគឺធ្វើឲ្យ Fang លេនបាននឹងថាមនុស្សម្នាក់ហ្នឹងគឺជាមនុស្សដែលស្ថិតនៅតកូលត្រូវអញ្ចឹងហើយជាងខ្លាំងម្ដងហ្នឹងគាត់គឺមិនលាក់បាំងសមត្ថភាពរបស់គាត់ទេដែលគាត់ពិតជាមនុស្សស្ថិតនៅតកូលត្រូវពិតប្រាកដមែនយល់ទៅគាត់គឺជាបុព្វបុរសដែលស្ថិតនៅតកូលត្រូវនឹងឯងគឺជាមនុស្សស្ថិតនៅក្នុងកម្រិតទី6ដំណាក់កាលដំបង Fang Lin នៅវិញក៏ពិតជាអស់សំណោចថាពួកអ្នកទាំងពីរគឺជាមនុស្សស្ថិតនៅក្នុងកម្រិតទី6ក៏បានប្រួតដៃគ្នាវាយខ្ញុំតែម្នាក់ឯងដែលជាមនុស្សស្ថិតនៅក្នុងកម្រិតទី5ហើយហាក់មើលទៅខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់រឿងទាំងអស់ហ្នឹងខ្ញុំពិតជាចងចាំវាទុកនៅក្នុងចិន Legion Fang ក៏បាននិយាយហើយត្រូវហើយសឹងយូឯងក៏ត្រូវតែចងចាំវាទុកនៅក្នុងចិនហើយបើតាក់ទិនជាមួយនឹងអាវុធវិទ្យាមន្តរបស់ឯងទាំងអស់ខ្ញុំក៏ត្រូវតែទទួលយកវាដូច្នេះក៏បានប្រើប្រាស់ស្នៀតស្លឹកតែវាយទៅកាន់ Fang Lin ក៏បានប្រើប្រាស់ទង់ច្បាប់មកខាមខ្វានបង្កើតចិញ្ចៀនរបស់ការពារមកទៅប្រង Legion Fang ក៏បានរសារហើយនេះវាគឺជាអាវុធវិទ្យាមន្តដ៏អស្ចារ្យ Fang Lin បាននិយាយកម្លាំងថាពុពលឹងរបស់ខ្ញុំនៅពេលនេះក៏ត្រូវបានអស់លលីងពីខ្លួនហើយមិនឲ្យការពេលច្រើន Legion Fang ក៏បានប្រើប្រាស់ស្នេហ៍ក្របពុនជាច្រើនបាញ់តម្រាំមកពីលើមេឃ Fang Lin ក៏បានគិតឆ្វេងគិតស្ដាំដូច្នេះក៏ត្រូវបានព្រួយមីក្របនេះបាញ់ចំកណ្ដាលដើមទ្រូងឡើងប៉ាំងទៅក្រោយហើយដែលមិនអាចខ្លួនតាណាបានមនុស្សពាក់ឯកស្ថានខ្មែរម្នាក់ទៀតដែលជាឈីហ៊ូក៏បានអន់គ្រប់ទឹកកាន់បុព្វបុរសរបស់ខ្លួនបុព្វបុរសខ្ញុំគឺចង់ស្លាប់សឹងយឺតដល់បន្តដៃដើម្បីសងសឹកគំនុំចាស់អញ្ចឹងឯងក៏បានសម្រាប់ខ្លួនហោចូលទៅយ៉ាងលឿន Fang Lin ក៏មានការខ្ជាប់បាផងដែរនេះគឺជាឈីហ៊ូដែលក៏ពិតតែឈីហ៊ូគឺមិនបានសម្រាប់ Fang Lin ទេដែលគេក៏បានប្រាប់កម្លាំងថាពូវិជនមិនចូលទៅកាន់ Fang Lin ក៏ដូចជាប្រាប់ Fang Lin ផងដែររបងសឹងនេះរបងគាត់តែធ្វើដំណើរកិច្ចខ្លួនទៅអាគ្នេយ៍ទៅអញ្ចឹង Fang Lin ក៏បានសម្រាប់ខ្លួនទៅយ៉ាងលឿននៅតែពីពួកគេក៏មានការងើបឆ្ងាល់ផងដែរតែទៅជាមួយនឹងសកម្មភាពរបស់ឈីហ៊ូតែឯងគឺកំពុងតែធ្វើអ្វីអញ្ចឹងឯងក៏បានទៅបញ្ឈប់ឈីហ៊ូក៏បាននិយាយប្រាប់ថាបុព្វបុរសបើតែទៅជាមួយនឹងត្រីវិសេសផ្កាយខ្ញុំគឺជាអ្នកបកគោទៅកាន់របងសឹងនេះតែប៉ុណ្ណោះគាត់គឺមិនបានតាមពីខ្ញុំទេហើយម្យ៉ាងទៀតគាត់បានជួយសង្គ្រោះជីវិតរបស់ខ្ញុំជាច្រើនដងមកហើយនៅក្នុងទឹកដីអមតៈបុរាណកាលនៅពេលនេះបុព្វបុរសក៏បានយកដៅអមតៈរបស់គាត់ចាត់ទុកថាវាគឺជាការប៉ះប៉ូវហើយអ្វីបញ្ជាពួកយើងត្រូវធ្វើបែបនេះបន្តទៀតចំពោះបុព្វបុរសរបស់ឈីហ៊ូគាត់គឺមិនបានខ្វល់ទេយល់ទៅគាត់បាននិយាយខ្លាំងឈីហ៊ូខំតែឯងគឺជាអ្នកបន្តវិញចំនួនក្រោយនៃកុសបនត្រូរបស់ខ្ញុំទេអញ្ចឹងឯងខ្ញុំគឺនឹងស្លាប់ឯងតាំងពីយូរណាស់មកហើយបន្ទាប់ពីការងារនេះចប់ស្រេចបាច់ខ្ញុំនឹងបណៃឯងឲ្យទៅសង្កត់វឹកខលរយៈពេល100ឆ្នាំចំពោះឈីហ៊ូនេះវិញគឺមិនអាចធ្វើអ្វីបានច្រើនទេបានត្រឹមតែនិយាយថារបងសឹងលាវខ្ញុំក៏បានជួយរបងអស់ពីសមត្ថភាពរបស់ខ្ញុំហើយ Fang Lin ណាវិញបន្ទាប់ពីមានកម្លាំងថាពោវិជនដែលឈីហ៊ូបានបញ្ចូលឲ្យមិញក៏បានសម្រាប់ខ្លួនហត់ទៅមុខគឺតាក់ទិនជាមួយនឹងក្បួននៃកម្មកាត់នៃទីនេះក៏បានប្រើប្រាស់កម្លាំងចូលក្នុងគុជអមតៈទីនេះបានទេអញ្ចឹងគាត់តែធ្វើដំណើរទៅកាន់ទិសអាគ្នេយ៍នៅពេលដែលឈីហ៊ូបាននិយាយប្រាប់យល់ទៅនីតិតំបន់ទិសអាគ្នេយ៍គឺមានកម្លាំងថាពោតាមសួននៅផែនដីអញ្ចឹងនីតិកន្លែងនោះប្រកាសជានឹងមានឱកាសដើម្បីបំបែកក្បួននៃកម្មកាត់ឬមួយក៏រត់ទីកន្លែងលាក់ខ្លួនបានហើយសម្រាប់ខ្លួនហត់ទៅមុខប៉ុន្តែចំពោះ Legion Fang ក៏បាននិយាយថាអឡតាអញគឺស្ថិតនៅចំពោះមុខមនុស្សដែលស្ថិតនៅក្នុងកម្រិតទី6គឺប្រៀបបានដូចជាសត្វសមុទ្រមួយក្បាលយ៉ាងដែរគឺកុំសង្ឃឹមថាអាចគេខ្លួនទៅណាបានឯសោះប្រើប្រាស់ស្លឹកតែប្រមាណសម្លឹកនេះប្រតិកម្ម Fang Lin ដែលនេះវាគឺជាដែនកម្រិតសិល្បៈរបស់ Legion Fang នឹងឯង Legion Fang គាត់បាននិយាយតាក់ទិនជាមួយនឹងដែនកម្រិតសិល្បៈរបស់គាត់គឺជាតែហើយតែងគ្រប់ជាតិទាំងអស់ដែលស្ថិតនៅក្នុងពិភពលោកក៏ត្រូវបានប្រមូលផ្ដុំនៅទីនេះហើយទឹកតែជាច្រើនក៏បានធ្លាក់ចូលមក Fang Lin ក៏បានប្រើប្រាស់ដែនកម្រិតសិល្បៈជីវិតនៃការស្រាប់មកទៅប្រងប៉ុន្តែគឺមិនអាចទៅប្រងជាមួយនឹងដែនកម្រិតសិល្បៈរបស់ Legion Fang បានឡើយហើយសូម្បីតែដួងពលវិជនកំណត់របស់ Fang Lin ក៏
ដូចគ្នាផងដែរ Valin គឺមិនអាចធ្វើអ្វីបានទេដូច្នេះក៏ត្រូវបាន Lee Jun Feng វាយ Valin តម្លាក់ចុះមកខាងក្រោមខ្ពស់នៅទីពីពួកគេចូលមកនិយាយថាពួកយើងគឺចំណាយពេលវេលាជាមួយនឹងអាឡិតម្នាក់ហ្នឹងច្រើនពេកហើយគូណាតែសម្រាប់អាឡិតម្នាក់ហ្នឹងនៅពេលនេះតាមម្ដងទៅ Lee Jun Feng លោកគូណាតែចាត់ការ Lee Jun Feng ក៏បាននិយាយថាលោកគឺមានសម្រាប់អាចមកម្នាក់ហ្នឹងដោយសារតែខ្លាចអាណាចក្រស៊ឺស៊ូគូតាមដានស៊ុំអង្កេតមែនទេតែមិនអីទេរឿងគ្រប់ចាំងខ្ញុំគឺជាអ្នកចាប់ផ្ដើមទោះក៏ខ្ញុំសម្រាប់អាម្នាក់ហ្នឹងក៏បានដែរប្រើប្រាស់ស្នីគ្រប់ព្រឹងជាច្រើនបាញ់ទៅកាន់ Valin ហើយបរងតែសម្រាប់ Valin ទៅហើយរូបពេលនោះគឺស្រាប់តែមានកម្លាំងអ្វីម្ចាំងក្បាំបាញ់ធ្លាក់មកជួយ Valin តនពេល Valin ក៏បានដឹងថាកម្លាំងនោះវាគឺជាកម្លាំងនរណាគេម្នាក់ផងដែរនោះគឺជាមនុស្សចំណាស់ដែលស្ថិតនៅក្នុងបសាសពនឹងឯងដែលគាត់បានសម្រាប់ខ្លួនចមកនិយាយថាពុសម្រាប់ខ្ញុំមិនតាមស្វ័យរកទីកន្លែងចំណុចកណ្ដាលនៃក្បួននៃការបកការនេះទេខ្ញុំប្រកាសជាមិនអាចចូលដល់ទីកន្លែងក្បួននៃការបកការនេះបានឡើយចំពោះ Lee Jun Feng គាត់ក៏មានការផ្សាយប៉ាដូចគ្នាហ่ะនេះគឺជាមនុស្សដែលស្ថិតនៅក្នុងបសាសពសំតែគាត់បានគិតគណួនចិត្តថាម្នាក់នេះគេគឺជាមនុស្សដែលស្ថិតនៅក្នុងកម្រិតទី6នៃតកូលត្រូកម្លាំងនៃកម្ពុជារបស់គេគឺមិនអាចមើលស្រាលបានដែរអញ្ចឹងឯងក្បាំមកនិយាយជាមួយនឹង Valin សឹងលាវតើឯងធ្វើអ្វីខ្លះហេតុអ្វីបញ្ជីសបោរឿងបញ្ហាកាត់ឡើងមិនចេះចំចឹងក្បាំងងឹមមកវិញនិយាយចង្អុលទៅកាន់អ្នកទាំងពីរពួកអ្នកទាំងពីរគឺជាមនុស្សដែលស្ថិតនៅក្នុងកម្រិតទី6ហេតុអ្វីបញ្ជីមកវាយធ្វើបាបមនុស្សដែលស្ថិតនៅក្នុងកម្រិតទី5ដែលជាជនតូចតាចអញ្ចឹងទាំងអស់នឹងវាបញ្ជីខ្មាស់គេណាដូច្នេះខ្ញុំគិតចំណងមនុស្សម្នាក់នេះចាស់ចេញទៅ Lee Jun Feng ក៏បានអន់គ្រប់និយាយទៅកាន់សុនតៃថាឬច្បងប៉ុន្តែចំពោះសុនតៃក៏បានប្រើកម្លាំងនិយាយតទៅវិញថាចេញឲ្យឆ្ងាយទៅដោយកម្រិតនៃការហ្វឹកហាត់របស់ឯងស្ថិតនៅក្នុងកម្រិតទី6ក៏បានបំបែកតាំងបង្ខំដូច្នេះហើយឯងគឺមិនស្អាតសមនិយាយជាមួយនឹងខ្ញុំនៅពេលនេះទេបុព្វបុរសរបស់ជីហ៊ូគាត់បាននិយាយថាបើតាក់ទងជាមួយនឹង alert ម្នាក់ហ្នឹងនៅថ្ងៃនេះក៏ត្រូវតែស្លាប់ហើយបើតាក់ទងជាមួយនឹងសាសនាព្រោះឬកាយអាចចាំម្នាក់ហ្នឹងខ្ញុំក៏ត្រូវតែយកទៅដែរសុនតៃដែលបានលឺចឹងក៏ពិតជាងឹតឆ្ងល់លោកគឺមិនមែនជាមនុស្សដែលស្ថិតនៅក្នុងបសាសនារបស់ខ្ញុំទេហេតុអ្វីបានជាចាំបាច់យើងសាកសពទៅប្រើប្រាស់យល់ទៅយកទៅដើម្បីអ្វីទៅម្ល៉េះហើយបុព្វបុរសរបស់ជីហ៊ូក៏បានសម័យនៅគិតការពីមុនដែលបេសកជននៅប្រទេសចូលក៏បានរៀបការប្រាប់រឿងគ្រប់ចានទាំងអស់តាក់ទងជាមួយនឹង Valin ក៏ត្រូវបានបាត់បង់ជីវិតហើយនឹងបាត់ខ្លួនទៅជាមួយនឹងកុចអមតៈធានីចូលនៅក្នុងទឹកដីក្រៅសមុទ្រភូមិហើយខ្លួនខ្ញុំក៏បានព្យាយាមតាមស្វែងរករក10ឆ្នាំទៅហើយប៉ុន្តែគឺរកមិនឃើញអ្វីទេអញ្ចឹងបុព្វបុរសគាត់ក៏បាននិយាយសួរផងដែរបើតាក់ទងជាមួយនឹងកុចអមតៈធានីតើមាននរណាគេផ្សេងដឹងដែរអត់គេបាននិយាយប្រាប់ហើយថាខ្ញុំក៏បានលុបការចងចាំពួកគេទាំងអស់គ្នានោះអស់ហើយគឺដឹងតែខ្ញុំម្នាក់ប៉ុណ្ណោះដោយរឿងទាំងអស់នេះវាពិតជាល្អមែនតើដូច្នេះបុព្វបុរសរបស់ជីហ៊ូក៏បានប្រើកម្លាំងសម្រាប់បេសកជននៅប្រទេសចូលដែលលិបាត់សាប់សូន្យទៅកុចអមតៈធានីវាគឺជាគំនិតត្រប់មួយនៅក្នុងគំនិតត្រប់ទាំង3យ៉ាងដែលស្ថិតនៅទឹកដីអមតៈបុរាណកាលកាលពីសម័យដើមប្រសិនបើទទួលបានវានៅក្នុងដៃនោះប្រទេសដែលកំពុងតែហ្វឹកហាត់នឹងត្រូវបានឡើងឋានៈទៅជាប្រទេសហ្វឹកហាត់កម្រិតទី6ហើយហើយម្ចាស់ទៀតនេះវាគឺជាវិធីសាស្ត្រតែមួយគត់ដែលអាចជួយឲ្យកុសបនត្រមមានកម្លាំងកាន់តែខ្លាំងអាចគ្រប់គ្រងនៅអាណាចក្រស៊ឺស៊ូគូទាំងមូលដូច្នេះគាត់បានចូលនៅក្នុងទឹកដីក្រៅសមុទ្រភូមិដើម្បីតាមស្វែងរកហើយគឺរកមិនឃើញអ្វីទេតែចំណាក្តីបន្ទាប់ពីបេសកជននៃអាណាចក្រស៊ឺស៊ូគូបានបង្ហាញមុខមាត់រូបរាងរបស់សឹងលាវទើបគាត់បានដឹងថាសឹងលាវគេគឺជា Valin នឹងឯងបើហើយគាត់គឺរងចាំឱកាសនេះជាយូរណាស់មកហើយនៅក្នុងការសម្លាប់ Valin ជោគរូបនៃការសាកសត្វរបស់ Valin គាត់គឺមានវិជ្ជាពិសេសមួយនៅក្នុងការតាមស្វែងរកដើម្បីទទួលបានគុជអមតៈធានីហើយរហូតបន្តមក Lee Jun Feng ក៏បានមកសុំជំនួយយល់ទៅគាត់បាននិយាយលើថាគាត់គឺចាំបាច់ត្រូវតែសម្លាប់ Valin ដើម្បីទទួលបានត្រីវិស័យផ្កាយរបស់គាត់ត្រឡប់មកវិញអញ្ចឹងហើយគាត់បាននិយាយប្រាប់សុនតៃខ្ញុំគឺត្រូវការខ្លួនអាចចាំម្នាក់ហ្នឹងគឺមានអត្ថប្រយោជន៍បន្តខ្លួនរបស់ខ្ញុំគ្មានហេតុផលអ្វីត្រូវប្រាប់លោកឲ្យបានដឹងទេចំពោះសុនតៃគាត់គឺមិនបានខ្វល់ឡើយយក Valin ចាក់ចេញពីទីកន្លែងនេះទៅ Lee Jun Feng ក៏បានផ្លាស់ទីទៅស្កាន់មកប្រាប់ប្រាក់កណ្ដឹងបុរាណទៅរារាំងតែចំណាក្តីសុនតៃក៏បានស្រែកខ្លាំងចេញឲ្យឆ្ងាយពីទីកន្លែងនេះក៏ដូចជាប្រាប់ប្រាក់កណ្ដឹងស្ពីតចាស់សកាត់ទៅកាន់ Lee Jun Feng ចប់នៅមួយកន្លែងដូច្នេះ Lee Jun Feng ក៏ដូចជាបុព្វបុរសរបស់ជីហ៊ូក៏បានហោះដេញតាមពីក្រោយសុនតៃក៏បាននាំ Valin ទីខ្លួនមកដល់ទីកន្លែងព្រំដែនប្រទល់នៃប្រទេសភីឡូ Valin ក៏បានគិតខ្លួនចិនសុនតៃគាត់ក៏បានមកជួយខ្ញុំឲ្យចាក់ចេញពីទីកន្លែងក្បួននៃការបង្កើនប៉ុន្តែចេតនារបស់គាត់គឺគ្មានចេតនាថាល្អទេសុនតៃក៏បាននិយាយខ្លាំងបណ្ដាសាត្រាទេសកររយៈពេល1000ឆ្នាំវាពិតជាយូរពេកហើយខ្ញុំគឺមិនអាចរងចាំទៀតបានទេដូច្នេះខ្ញុំក៏ណាត់តែចាត់ការបណ្ដាសាឬមួយក៏រឿងទាំងអស់នេះនៅពេលនេះតែម្ដងអញ្ចឹងក៏បានប្រើប្រាស់ត្រាបណ្ដាសាដាក់ទៅកាន់ចិនចាំរបស់ Valin ហើយទៅពេលនោះបុព្វបុរសរបស់ជីហ៊ូក៏បានប្រើប្រាស់ពុទ្ធៅចិត្តរបស់គាត់កាប់ទៅក៏ធ្វើ Valin ឡើងប៉ាំងទៅផ្នែកមួយចំហៀងទៀតធ្លាក់ចុះមកខាងក្រោមខ្ពស់ហើយកម្រិតនៃការវឹកហាត់របស់ Valin នៅពេលនេះក៏បានធ្លាក់មកដល់កម្រិតទី1ដំណាក់កាលទី3រួមទៅ Valin ក៏មានការងឹតឆ្ងល់ផ្ចាប់ផ្អើលដូចគ្នាហេតុអ្វីបានជាទៅជាបែបនេះម្ចាស់ទៀត Valin ក៏បានគិតតាក់ទងជាមួយនឹងដៃគំនិតសិល្បៈតៃរបស់ Lee Jun Feng បូរជាមួយនឹងត្រាំបណ្ដាសារបស់សុនតៃរួមបញ្ចូលគ្នាគឺបង្កើនឡើងផលិតផលដ៏ខ្លាំងធ្វើឲ្យកម្រិតនៃការវឹកហាត់របស់ Valin មានការធ្លាក់ចុះហើយប្រសិនបើរឿងទាំងអស់នេះនៅតែបន្តកាត់ឡើងទៀតចឹងកម្លាំងថាពោវិជនក៏ដូចជាកម្រិតនៃការវឹកហាត់របស់ Valin នឹងគ្មានទៀតទេគឺពិតបានដូចជាមនុស្សធម្មតាអញ្ចឹងដែរដែល Valin ពីមុនមកក៏ធ្លាប់ជួបគ្រោះថ្នាក់បែបនេះម្ដងទៅហើយនៅក្នុងការបំផ្លាញរូបរាងកាយដោយសារតែទិញហ៊ូយិនហើយក៏មិនស្មានថានឹងជួបរឿងទាំងអស់នេះម្ដងទៀតទេចំពោះនៅទីពីរនៅខាងលើក៏បានវាយគ្នាឡើងរំជួយមេឃបុព្វបុរសរបស់ជូបាននិយាយហើយសឹងលាវនៅថ្ងៃនេះឯងក៏ត្រូវតែស្លាប់ហើយគឺគ្មាននរណាគេម្នាក់អាចយកសឹងលាវចាក់ចេញពីក្តាប់ដៃរបស់ខ្ញុំបានទេនឹងបានព្យាយាមវាយជាមួយនឹង
សុនតៃបន្តទៀតសុនតៃក៏បានប្រើយ៉ងសាសរបស់គាត់ប្រមាណអ្នកចូលទៅបំផ្ទុះផាំងធ្វើឲ្យបបប្ររបស់ជូហ៊ូឡើងប៉ាំងថយក្រោយសុនតៃក៏បាននិយាយគម្រាមជ្រុំទៅកម្រិតនៃការធ្វើខាត់របស់គាត់ខ្ពស់ជាងគឺសំអីបបប្ររបស់ជូហ៊ូគាត់បានច្បាស់លាស់ផងហើយបបប្ររបស់ជូគាត់បានគិតហើយនៅក្នុងការបញ្ចុះជាមួយនឹងមនុស្សដែលស្ថិតនៅក្នុងកម្រិតទី6ដំណាក់កាលកណ្ដាលវាគឺមិនជារឿងល្អទេប៉ុន្តែចំពោះហ្វាំងលេនគេគឺជាមនុស្សម្នាក់ដែលមានសារៈសំខាន់បំផុតចំពោះតកូត្រោអញ្ចឹងខ្ញុំក៏ត្រូវតែប្រយុទ្ធសុនតៃនៅវិញក៏បាននិយាយថាអូបើអញ្ចឹងមែនលោកគឺជាអ្នកបង្ខំខ្ញុំទេដែលប្រើប្រាស់កម្លាំងស្នៀតបាត់ដៃទេវភាពធ្លាក់មកពីលើមេឃបបប្ររបស់ជូក៏បានប្រើកម្លាំងព្រិចរូបរាងកាយរបស់ខ្លួនកាន់តែធំប្រើប្រាស់ស្នៀតពុទ្ធយៈដើម្បីទៅទប់ស្កាត់ហ្វាំងលេនបានត្រឹមតែអង្គុយមើលនៅខាងក្រោមគិតថាទើងជាមួយនឹងស្នៀតបាត់ដៃទេវភាពរបស់សុនតៃកម្លាំងថាពពីស្នៀតបាត់ដៃទេវភាពគឺខ្លាំងជាងមនុស្សដែលស្ថិតក្នុងកម្រិតទី6ទេអញ្ចឹងដូចកម្លាំងថាពទាំងពីរក៏បានផ្ទុះឡើងរំជួយសុនតៃគាត់គឺមិនបានរងរបួសអ្វីទេតែចំពោះបបរបស់ជូឡើងប៉ាំងថយក្រោយក្អួតឈាមចេញមកទៀតផងសុនតៃគាត់បាននិយាយថាខ្ញុំគឺជាមនុស្សដែលស្ថិតនៅក្នុងកម្រិតទី6ដំណាក់កាលកណ្ដាលហើយបេតាទិនជាមួយនឹងសមត្ថភាពដ៏អស្ចារ្យនៃតកូត្រោរបស់លោកគឺមិនអាចធ្វើអ្វីខ្ញុំបាននៅពេលនេះទេបបរបស់ជូគាត់ក៏បានសម្លឹងទៅកាន់ហ្វាំងលីនក៏ដូចជាសម្រាប់ខ្លួនទៅយ៉ាងលឿនអញ្ចឹងសុនតៃក៏បានប្រើប្រាស់ស្នៀតពិសេសរបស់កម្ពុជាដែលវាគឺជារន្ទះដ៏ទីពិភេកតែទិនជាមួយនឹងដៃកំណើតសិល្បៈរន្ទះរបស់គាត់ក៏បានព្យាយាមហ្វឹកហាត់រាប់រយឆ្នាំមកហើយលោកគឺជាមនុស្សដែលស្ថិតនៅក្នុងកម្រិតទី6ដំណាក់កាលដំបូងវាគ្មានអ្វីអស្ចារ្យទេគឺមានតែសេចក្តីស្លាប់តែប៉ុណ្ណោះប្រើប្រាស់កម្លាំងបាញ់ទៅកាន់បបរបស់ជីហ៊ូគាត់បានព្យាយាមប្រើប្រាស់កម្លាំងមកទម្រង់អញ្ចឹងហើយគាត់ក៏មិនអាចទម្រង់បានឡើយក៏ត្រូវបានកម្លាំងធម្មពលរន្ទះរបស់សុនតៃបាញ់គាត់ឲ្យរងរបួសចាស់ធ្ងន់ធ្ងរលើជនហ្វាំងនៅវិញដោយជារកាល្អក៏បានសម្រាប់ខ្លួនទើបសម្រាប់ហ្វាំងលេនតែក៏ត្រូវបានកម្លាំងរន្ទះរបស់សុនតៃទៅបាញ់ទប់ស្កាត់ធ្វើឲ្យលើជនហ្វាំងរងរបួសដូចនេះហើយដែលមិនអាចទប់ស្កាត់ជាមួយនឹងកម្លាំងធម្មពលរន្ទះបានគេក៏បានសម្រាប់ខ្លួនកិច្ចទៅបបរបស់ជីហ៊ូក៏បានងើបឆៅឡើងដូចជាខ្លាំងនេះវាគឺជាលើកដំបូងរបស់ខ្ញុំហើយនៅក្នុងការប្រើប្រាស់ស្និតដ៏អាត់កំបាំងរបស់ខ្ញុំដែលគាត់បានប្រើប្រាស់កម្លាំងបង្កើតចិញ្ចៀនចិញ្ចាំងថ្មនៅពីក្រោយខ្នងរបស់គាត់ហើយដូច្នេះចិញ្ចាំងទ្វីថ្មនឹងវាគឺមានសមត្ថភាពនៅក្នុងការលើបច្បាក់ស្រូបបញ្ចុកអ្វីគ្រប់យ៉ាងទាំងអស់ស្រូបបញ្ចុកសុនតៃក៏បានបញ្ចេញក្តារមឈូសរបស់គាត់ឲ្យភ្លើងវិញ្ញាណកម្លាំងរបស់គាត់មួយទៀតឲ្យចេញមកជួយកម្រិតនៃការហ្វឹកហាត់ភ្លើងវិញ្ញាណកម្លាំងរបស់គាត់មួយទៀតគឺជាក្មេងប្រុសបីសាច់ហើយកម្រិតនៃការហ្វឹកហាត់ស្ថិតនៅក្នុងកម្រិតទី6ដំណាក់កាលកណ្ដាលដូចគ្នាកម្លាំងរបស់គាត់ពិតជាខ្លាំងមែនទែនចូលទៅវាយជាមួយនឹងបុព្វបុរសរបស់ជីហ៊ូហើយដូច្នេះហើយក៏បានវាយទម្លុះរូបរាងកាយរបស់គាត់ទម្លាក់ចុះមកខាងក្រោមក្បៀកនៅសល់តែភ្លើងវិញ្ញាណកម្លាំងរបស់គាត់តែប៉ុណ្ណោះក្មេងប្រុសបីសាច់ដែលជាភ្លើងវិញ្ញាណកម្លាំងរបស់សុនតៃក៏បានចូលទៅវាយជាមួយនឹងភ្លើងវិញ្ញាណកម្លាំងរបស់បុព្វបុរសជីហ៊ូគាត់ក៏មិនអាចទប់ស្កាត់បានឡើយក៏ត្រូវបានវាយទៅបាត់ចុះមកខាងក្រោមក្បៀកអញ្ចឹងភ្លើងវិញ្ញាណកម្លាំងទាំងពីរក៏បានហោះស្បាខ្លួនចូលទៅវាយគ្នាទៅបន្តផ្ទុះឡើងរំជួយបុព្វបុរសរបស់ជូបានគិតថាពុសមខ្ញុំនៅតែបន្តវិដូចគ្នាទៀតអញ្ចឹងភ្លើងវិញ្ញាណកម្លាំងរបស់ខ្ញុំត្រូវបានបំផ្លាញទាំងស្រុងហើយនៅពេលនេះដូច្នេះក៏បានសម្រាប់ខ្លួនកិច្ចទៅហើយក្មេងប្រុសបីសាច់ដែលជាភ្លើងកម្លាំងរបស់សុនតៃមួយទៀតក៏បានហោះដេញតាមពីក្រោយសម្លេងផ្គរលាន់ក៏បានលឺក្តាំងដំណក់ទឹកភ្លៀងក៏បានធ្លាក់ចុះមកលៃឡំជាមួយនឹងព្រិលវ៉ាលីនរបស់ជើងគឺកំពុងតែដើរនៅក្នុងព្រៃគិតថាកម្លាំងថាពោវិជារបស់ខ្ញុំក៏ដូចជាកម្រិតនៃការវឹកហាត់គឺកំពុងតែថយចុះម្ដងបន្តិចទៅហើយហើយបតាទឹងជាមួយនឹងអវិជ្ជគ្រប់ចាំងដែលបានកាត់ឡើងគ្រប់ចាំងទាំងអស់នេះគឺមិនអាចទីទុកមុនបានឡើយកាត់មកទៅវិញក៏ទៅដូចគ្នាដួលក្រឹបទៅនឹងដីហើយក៏បានគិតទៅដល់លីម៉ូវ៉ាន់នៅសល់តែ8ឆ្នាំទៀតតែប៉ុណ្ណោះគឺទទួលរងនៅទរណកម្មឋានសួគ៌ម្ដងទៀតហើយដោយអស់កម្លាំងពីខ្លួនអញ្ចឹងក៏បានស្លាប់បាត់បង់ស្មារតីចឹងទៅសាច់រឿងចាប់ដើមបន្ទាប់ពីវ៉ាងលីនរងរបួសចិនធ្ងន់ធ្ងរក៏បានស្លាប់បាត់បង់ស្មារតីហើយគឺស្រាប់តែមានក្រុមចៅមួយក្រុមធ្វើដំណើរឆ្លងកាត់ឃើញថាវ៉ាងលីនរបស់យើងគឺកំពុងតែស្លាប់នៅចំពោះមកអញ្ចឹងឯកូនចៅម្នាក់នេះគេក៏មានគំនិតមួយលបងប្រសិនបើយើងយកកម្លាំងនឹងធ្វើជាផ្ទាំងស៊ីបបំបាក់ដៃបំបាក់ជើងហើយរួមផ្សំជាមួយនឹងឆ្នាំពុលនឹងបោះគេចំកណ្ដាលផ្លូវប្រសិនបើនរណាគេម្នាក់ដែលឆ្លងកាត់នោះពួកយើងនឹងមានឱកាសដើម្បីលើកវិឆ្មាក់ប្លន់យកទ្រព្យសម្បត្តិរបស់ពួកគេអញ្ចឹងនេះវាគឺជាគំនិតដ៏ល្អមួយអាមីក្រុមចៅក៏បានបញ្ជាថាតោះយកអាមីណានឹងទៅជាមួយនឹងតែម្ដងទៅហើយចឹងការបណ្ដាក្នុងផ្សារនៅណាចាក់ស៊ឺស៊ូគូប្រជាជនទាំងអស់ពួកគេក៏បាននិយាយវែកញែកតទៅជាមួយនឹងសឹងនីវហើយនឹងមេបាក្រហមពួកគេទៅពីគឺជាមនុស្សដែលមានសមត្ថភាពខ្លាំងជាងគេនៅក្នុងចំណោមមនុស្សដែលស្ថិតនៅក្នុងកម្រិតទី5ដែលមេបាក្រហមនេះគឺជាមនុស្សចំនួនក្រៅវ័យក្មេងដែលមានសមត្ថភាពនៃប្រទេសព្រឹត្តកោក៏ត្រូវបានបញ្ជូនមកនៅណាចាក់ស៊ឺស៊ូគូរបស់ពួកយើងដូច្នេះហើយប្រទេសព្រឹត្តកោរបស់នេះគឺត្រូវបានដំឡើងតំណាក់ធ្វើជាប្រទេសហ្វឹកហាត់កម្រិតទី5តែចំណែកក្តីចំពោះសឹងនីវបន្ទាប់ពីឈ្នះមេបាក្រហមហើយគេក៏បានបាត់ដំណឹងសុនចឹងតែម្ដងអ្នកទាំងអស់គ្នាពួកគេពិតជាងឿនឆ្ងល់ហើយចឹងឯងក៏ចឹងកាត់មើលហ្វឹងហ៊ុយគឺកំពុងតែស្ថិតនៅទីកន្លែងហ្វឹកហាត់របស់មេបាក្រហមមិនចឹងទៀតគេក៏បានដឹងថាមេបាក្រហមក៏មានពលឹងទី2ដែលត្រូវបានលាក់បាំងដោយសំងាន់យល់រំទៅខ្លួនគេគឺមិនឲ្យពលឹងទី2របស់នាងអាចរត់គេចខ្លួនទៅណាបានឡើយគេក៏ត្រូវតែតាមចាប់មកឲ្យតតែបានដូច្នេះគឺចឹងកាត់មើលវិហារបាបែកនៃអាណាចក្រភេលូឯនៅវិញហ្វានីនក៏ត្រូវបានក្រុមចៅយកគេមកដាក់នៅទីកន្លែងនេះហាព្រិលហាខ្យល់ធ្វើឲ្យគេលងាហើយវ៉ាលីនក៏បានគិតក្នុងចិត្តផងដែរខ្ញុំក៏មិននឹកស្មានថារយៈពេល500ឆ្នាំនៃការហ្វឹកហាត់ក៏ត្រូវបានធ្លាក់ខ្លួនមកដល់ថ្នាក់នេះទេម្យ៉ាងទៀតវ៉ាលីនក៏មិននឹកស្មានដល់ថាអ្នកដែលបានហ្វឹកហាត់អមតៈក៏ត្រូវបានបាត់បង់កម្លាំងថាព
ពុពលឹងក៏ត្រូវបានធ្លាក់ខ្លួនយល់ទៅកម្លាំងក៏មិនអាចព្រៀបស្មើជាមួយនឹងមនុស្សធម្មតាផងហើយជាងកាត់មើលកំពូលភ្នំនៃអាណាចក្រស៊ូស៊ូគូចុះមីនេះក៏បានមកដល់ទីកន្លែងនេះអនគ្រប់អញ្ជើញលោកគ្រូរបស់នាងចេញពីកាវខានហើយលោកគ្រូរបស់នាងគាត់ចេញមកនិយាយថាលោកគ្រូក៏បានដឹងរឿងទាំងអស់ហើយតែទិញជាមួយនឹងសឹងនីវវ៉ាងលីម្នាក់ហ្នឹងក៏បានបាត់ខ្លួនដោយអាចកបាំងចុះមីនៅវិញបានអង្គគ្រប់អធិស្ឋានដោយសារតែខ្ញុំគ្មានសមត្ថភាពក៏បានបញ្ជាពេលនៃកាវខាត់របស់លោកគ្រូហើយទាំងអស់ហ្នឹងវាគ្មានបញ្ហាអ្វីចំពោះលោកគ្រូរបស់នាងទេដោយសារតែវ៉ាងលីមនុស្សម្នាក់ហ្នឹងលោកគ្រូគឺជាអ្នកជ្រើសរើសឲ្យកូនសិស្សយកទៅវឹកហាត់នៅតំបន់ភូមិភាគខាងជើងកាលពីម្សិលមិញហើយស្ថិតនៅតំបន់ព្រិលគឺស្រាប់តែមានកម្លាំងថាពវយិនបានផ្ទុះឡើងវាប្រកាសជាបង្កឡើងដោយមនុស្សដែលស្ថិតនៅក្នុងកម្រិតទី6បានប្រយុទ្ធគ្នាហើយគាត់គិតថាការបាត់ខ្លួនរបស់វ៉ាងលីនប្រកាសជាជាប់ពាក់ព័ន្ធជាមួយនឹងកូនស្ប៉ុនត្រូអញ្ចឹងឯងគាត់ក៏បានឲ្យផ្លាកបញ្ជីបន្ទុកមួយដែលវាក៏មានសមត្ថភាពនៅក្នុងការតាមស្វែងរកមនុស្សប៉ុន្តែគួរស្ដាយដោយសារតែវ៉ាងលីនគេគឺរករបួសពលឹងយ៉ាងធ្ងន់ធ្ងរលោកគ្រូក៏មិនដឹងថាគេគឺស្ថិតនៅទីកន្លែងណាជាក់លាក់ណាមួយឡើយគ្រាន់តែដឹងថាគឺស្ថិតនៅតំបន់ភូមិភាគខាងជើងនៃអាណាចក្រស៊ូស៊ូគូរបស់យើងចំពោះវ៉ាងលីនគឺកំពុងតែគិតតាក់ទិនជាមួយនឹងលីមូវ៉ាន់ដោយសារតែ8ឆ្នាំទៀតតែប៉ុណ្ណោះគឺទទួលរងនៅទរណកម្មតាមសួរម្ដងទៀតហើយប្រកាសណាស់នឹងអនុខ្ញុំនៅពេលនេះចាក់ចេញពីទីកន្លែងនេះឬទីកន្លែងណាដែលមានសុវត្ថិភាពប៉ុន្តែគួរស្ដាយបន្ទាប់ពីបាត់បង់កម្លាំងថាពពលឹងរត់កៃក្លូនគឺអាចប៉ះពាល់ទៅដល់រត់កៃពិតបានដែរហើយរត់កៃពិតនៅពេលនេះគឺកំពុងតែស្ថិតនៅក្នុងការដេកលឿនលក់នៅក្នុងប្រទេសជូអញ្ចឹងនៅពេលនេះគឺមានតែពឹងផ្អែកទៅលើខ្លួនឯងទេនៅក្នុងការតាមស្វែងរកទីកន្លែងណាដែលមានកម្លាំងថាពវិជាព្យាបាលរបួសខ្លួនឯងក៏ដូចជាបំបីត្រាឃុំខាំងកម្លាំងថាពវិជាក៏ដូចជាដែនកម្រិតសិល្បៈតែចំណាក្តីវ៉ាលីនក៏បានគិតដូចគ្នាផងដែរស្ភាពខ្ញុំនៅពេលនេះតែអាចធ្វើរឿងទាំងនេះបានដោយរបៀបណាទៅដោយសារតែវ៉ាលីនក៏បានបាត់បង់នៅកម្លាំងថាពវិជាអស់ពីខ្លួនតែម្ដងសំបីតែបើកនៅថងផ្ទុកគឺមិនអាចប្រើប្រាស់កម្លាំងថាពវិជាបើកថងផ្ទុកបានផងហើយចំណែកឯក្រុមចៅទាំងអស់នៅក្នុងវិហារពួកគេក៏បាននិយាយគ្នាលេងចាំងសប្បាយចិត្តហើយមិនណានេះគេគឺជាមេក្រុមចៅនឹងឯងដែលបាននិយាយថាពួកយើងទាំងអស់គ្នាគឺមិនអាចប៉ះពាល់ទៅកាន់អ្នកវឹកកាត់តែបន្តបានឡើយប៉ុន្តែចំណាក្តីស្ថិតនៅក្នុងពិភពលោកមនុស្សធម្មតារបស់ពួកយើងមិនថាមន្ត្រីឬមួយក៏នគរបាលអ្វីទេគឺមិនអាចប៉ះពាល់ជាមួយនឹងយើងបានឡើយហើយពួកយើងគឺមិនខ្លាចពួកគេទេហើយតែទិនជាមួយនឹងក្រុមជំនុំធានវ័យពួកគេបជាក្អេងក្អាងខ្លាំងណាស់ដល់ពេលវេលាដែលពួកយើងគួរតែបង្ហាញអំណាចរបស់ពួកយើងខ្លាំងក្លាប៉ុណ្ណាហើយអញ្ចឹងក៏បានប្រាម្នាក់នេះឲ្យទៅរៀបចំផែនការអាចោម្នាក់នេះគេក៏បានចេញមកក្រៅមកមើលវ៉ាងលីននិយាយផងដែរអាឡតាឯងគឺជាផ្ទាំងស៊ីបរបស់ពួកយើងល្អបំផុតនៅក្នុងការធ្វើជំនួយអញ្ចឹងគេបានចំបំបាក់ជើងនិងកាច់បំបាក់ដៃរបស់វ៉ាងលីននិយាយផងដែរអាឡតាចាប់តាំងពីពេលនេះទៅឯងគឺលេមរកាថារស់រានមានជីវិតទៀតហើយវ៉ាងលីនក៏បានត្រឹមតែអង្គុយសម្លក់បានឃើញថាវ៉ាងលីនសម្លក់អញ្ចឹងគេក៏បានយកខ្សែទៅវាយវ៉ាងលីនលំបែកឈាមខ្ទេញហើយវ៉ាងលីនគេក៏បានស្លាប់បាត់បង់ស្មារតីទៅដូច្នេះបន្តមកពួកគេក៏បានយកវ៉ាងលីនបោះចោលនៅកណ្ដាលផ្លូវដដែលមានមនុស្សមួយក្រុមក៏បានយកភ្លើងមកពិនិត្យមើលមានណាគឺស្រាប់តែមានផ្សែងអាប់ឈាមក៏បានភ័យចេញមកនៅក្នុងផ្សែងអាប់ឈាមចេញពីរូបរាងកាយរបស់វ៉ាងលីនពុះពេញទៅដោយចំហាយជាតិពើនៅទាំងអស់គ្នាពួកគេក៏បានព្យាយាមកិច្ចហើយទាំងអស់នេះវាគឺជាផែនការរបស់ក្រុមចៅនឹងឯងដល់ពេលវេលាពួកគេក៏បានទៅចាត់ការចំពោះវ៉ាងលីនបានត្រឹមតែបើកភ្នែកព្រឹមគ្មានកម្លាំងនឹងមិនអាចធ្វើអ្វីបានទេដូច្នេះគឺយើងកាត់មើលជំនុំចៅនៅវិញបន្ទាប់ពីអ្នកទាំងអស់គ្នាធ្វើការប្លន់បានសម្រេចហើយអមេក្រុមចៅក៏បានបញ្ជាថាតើពួកយើងជប់លៀងឲ្យណានៃតែម្ដងទៅក៏ដូចជាបញ្ជាក្រុមចៅប្រមាណអ្នកឲ្យនាំវ៉ាងលីនទៅដាក់ឃុំឃាំងនៅក្នុងគុកទុកប្រើប្រាស់នៅថ្ងៃមុខបន្តទៀតដូច្នេះវ៉ាងលីនក៏ត្រូវបានពួកគេមកចាប់ឃុំឃាំងនៅក្នុងគុកទាំងវ៉ាងលីនគឺស្ថិតនៅក្នុងភាពអស់សង្ឃឹមហើយគឺបាននឹកទៅដល់លីវវ៉ាន់ជាពិសេសដែលនៅសេសសល់រយៈពេល8ឆ្នាំទៀតទេគឺទទួលរងនៅកម្លាំងថាពលផ្គត់ផ្ទះមីខីម្ដងទៀតហើយហាក់មើលទៅពួកយើងគឺត្រូវបានលាគ្នានៅពេលនេះហើយប៉ុន្តែវ៉ាងលីនក៏បានគិតទៅដល់ពាក្យសន្យាដែលបានសន្យាជាមួយនឹងលីវវ៉ាន់ថាខ្លួនគេគឺត្រូវតែវិលត្រឡប់មកវិញចឹងឯភ្លាមវ៉ាងលីនក៏បានផ្ចិតដឹងខ្លួនហើយក៏មានការងឿនឆ្ងាស់ផងដែរគឺនៅទីនេះដូចជាមានកម្លាំងថាពវជាយល់ទៅគឺដូចវ៉ាងលីនបានគិនគឺមានកម្លាំងថាពវជានៅខាងក្រោមខ្សែភីមកខាងលើវ៉ាងលីនក៏បានចាប់ផ្ដើមស្រូបចូលកម្លាំងថាពវជាដើម្បីព្យាបាលរបួសខ្លួនឯងហើយនេះវាគឺជាឱកាសនៅក្នុងការអាចគិតខ្លួនចាក់ចេញពីទីកន្លែងនេះបានផងដែរតែចំណាក្តីនៅក្នុងការស្រូបចូលកម្លាំងថាពវជាចូលនៅក្នុងខ្លួនគឺវាមិនងាយស្រួលទេដោយសារតែត្រាមបើផ្ចិតកម្លាំងថាពវជាក៏ដូចជាដែនកម្រិតសិល្បៈតែរបស់ Legion Fei គឺធ្វើវ៉ាងលីនពិតជាមានការឈឺចាំដូច្នេះគឺយើងកាត់មើលក្រុមចៅទាំងអស់ពួកគេគឺកំពុងតែពឹកស៊ីយ៉ាងសប្បាយរីករាយអមេក្រុមចៅគេក៏បានទៅប្រឌិតមើលទ្រព្យសម្បត្តិដែលបានប្លន់មកក៏ដូចជាប្រឌិតមើលថងផ្ទុករបស់វ៉ាងលីនទោះបីជាគេព្យាយាមបើកវាយ៉ាងណាក៏ដោយគឺមិនអាចបើកវាបានទេយកដៃចាក់ផងយកភ្លើងដុតផងនៅតែមិនអាចបើកវាបានដដែលនឹងគិតថានេះវាគឺជាកណ្ដោទ្រព្យដល់កម្រសួរថាតើបានវាមកពីណាអាចម្ដងនេះគេក៏បានជាប្រាប់ខ្ញុំក៏បានយកថងផ្ទុកនឹងពីអាចមកម្នាក់ដែលពួកយើងនាំមកនឹងឯងដូច្នេះមេក្រុមចៅគេក៏បានប្រចាំបញ្ញាទៅរកវ៉ាងលីនចង់សួរឲ្យច្បាស់ថាអាម្នាក់ហ្នឹងគឺយកថងផ្ទុកនេះបានមកពីណាអាកូនចៅម្នាក់នេះគេក៏បានចាប់ទិញច្រវាក់ដើម្បីយកវ៉ាងលីនឡើងមកខាងលើវិញគឺស្រាប់តែមានកម្លាំងអ្វីមួយចាំងវាយទម្លាក់គេទម្លាក់ជន់នៅក្នុងទឹកប្រងអ្នកទៅពីពួកគេពិតជាភ័យខ្លាចហើយនឹងគិតថាមានអ្វីមួយចាំងនៅក្នុងទឹកនេះហើយដូច្នេះរូបពេលនោះវ៉ាងលីនក៏បានងើបឡើងមកខាងលើនៅទៅពីពួកគេពិតជាភ័យខ្លាចដឹងថាវ៉ា
Lin គេគឺជាអ្នកฝึกขัดមន្តៈ violin បាននិយាយហើយឯងកាលពីថ្ងៃមុនគឺបានវាយបំបាក់ដៃបំបាក់ជើងរបស់ខ្ញុំប្រើប្រាស់កម្លាំងចាប់អាមណាត់នឹងមុខបំបាក់ជើងក៏ដូចជាបំបាក់ដៃអាមណាត់នឹងក៏បាននិយាយប្រាប់ផងដែរអ្នកฝึกขัดមន្តៈអ្វីគ្រប់ចន្ទទាំងអស់នឹងម្នាក់នេះគឺជាអ្នកបញ្ជាខ្ញុំទេប៉ុន្តែ violin គឺមិនបានស្ដាប់ឡើយប្រើប្រាស់កម្លាំងបំបាច់រួចកែសាសសរបស់គឺខ្ទេចអមេក្រុមចង់ក៏បានជង្គង់ចង់សំបោអ្នកฝึกขัดមន្តៈទុកជីវិតឲ្យខ្ញុំផងខ្ញុំគឺនឹងគោលជូនធ្វើទុកជូនទៅកាន់អ្នកฝึกขัดមន្តៈវិញ violin ក៏បានគិតក្នុងចិត្តបើតាមកម្លាំងវិជារបស់ខ្ញុំនៅពេលនេះគឺមិនអាចសម្រាប់ម្នាក់នឹងបានឡើយដូច្នេះគឺត្រឹមតែប្រើប្រាស់ធ្វើទុកវាគ្រប់គ្រាន់ហើយយកធ្វើទុករបស់គេត្រឡប់មកវិញប្រើប្រាស់កម្លាំងថាពុវិជាមួយតិចបាក់ធ្វើទុកឲ្យបិសាចមួយចេញមកក្រៅបញ្ជីបិសាចមួយឲ្យសម្រាប់អាមេចាំម្នាក់នឹងតែម្ដងតើចាចេញមកក្រៅកូនចៅទាំងអស់ពួកគេពិតជាភ័យខ្លាចសុំViolin អ្នកฝึกขัดមន្តៈទុកជីវិតឲ្យពួកខ្ញុំទាំងអស់គ្នាផងតែ Violin របស់យើងនិយាយសួរតើនីតិកន្លែងនេះគឺស្ថិតនីតិកន្លែងណាអញ្ចឹងអាចចាំម៉ាប់នេះបាននិយាយប្រាប់ហើយនីតិនេះគឺជាភូមិហូយ័នដែលស្ថិតនៅក្នុងប្រទេសពេលូ Violin ក៏បានបញ្ជាពួកគេទាំងអស់គ្នាឲ្យជិះរំដៅទឹកមួយតើត្រូវចំណាយពេលរយៈពេលប្រហែលថ្ងៃទៅអាចចាំម៉ាប់ហ្នឹងបាននិយាយថាគឺចំណាយពេលរយៈពេល3ថ្ងៃ Violin គឺមិនយល់ព្រមទេគម្រាមទៅកាន់ពួកគេអញ្ចឹងអាចចាំម៉ាប់បាននិយាយប្រាប់ហើយលោកម្ចាស់ចំណាយពេល1ថ្ងៃតែប៉ុណ្ណោះហើយពួកគេទាំងអស់គ្នាក៏បានចាប់ផ្ដើមធ្វើការងារតែម្ដងដូច្នេះ Violin ក៏បានធ្វើការអង្គុយតាំងសមាធិវិជាបារបួសនៅលើដំបូលផ្ទះរយៈពេល1ថ្ងៃបានកន្លងផុនរដូវទឹកដែល Violin បញ្ជាពួកគេជីកនៅពេលនេះគឺត្រូវបានជីករួចជាស្រេចហើយ Violin ក៏បានបញ្ជាចាប់តាំងពីពេលនេះតទៅហាមដាច់ខាតកុំឲ្យនរណាគេម្នាក់ចែកចេញពីក្នុងភូមិនេះឲ្យសោះម្ល៉េះហើយ Violin ក៏បានទៅពិនិត្យមើលអាងទឹកគិតថានីតិកន្លែងហ្នឹងគឺមិនមែនជាទីកន្លែងសរសៃខាងវិញ្ញាណទេហើយថាហេតុអ្វីបញ្ជាមានកម្លាំងថាពុវិញ្ញាណនៅក្នុងទឹកនេះអញ្ចឹងដូច្នេះក៏បានចុះក្រោមទៅពិនិត្យមើលពិនិត្យឃើញថានៅខាងក្រោមគឺមានក្បួននៃកម្មកាត់មួយដែលប្រើប្រាស់ថ្មវិញ្ញាណទាំង5គ្រាប់នៅក្នុងការរួមបញ្ចូលគ្នាអញ្ចឹងគឺគ្មានអ្វីដែលចម្លែកទេនៅក្នុងទឹកហ្នឹងវាក៏មានចំណាយថាពុវិញ្ញាណដោយសារតែចេញពីថ្មខាងវិញ្ញាណកម្ពុជាទាំងអស់នេះឯង Violin ក៏បានប្រើប្រាស់កម្លាំងទៅកាន់ច្រកទ្វារនៅខាងក្រោមឃើញថានៅខាងក្រោមក៏មានក្រុងឆ្អឹងមនុស្សម្នាក់ដែលបានបាត់បង់ជីវិតមុនពេលដែលគាត់បាត់បង់ជីវិតគឺនៅសសកម្លាំងថាពុវិញ្ញាណនៅជាប់ខ្លួនប្រាណរបស់គាត់ដែរ Violin ក៏មិនហ៊ានធ្វើអ្វីផ្ដេសផ្ដាសនៅពេលនេះទេបរងតែចាក់ចេញទៅហើយរមូរខ្មៅក្បាញ់ចេញមកស្រូបយករួចកែសាសមនុស្សម្នាក់នឹងយកទៅទុកនៅក្នុងនោះបាត់ទៅ Violin ក៏ពិតជាមានការងឿឆ្ងល់ហើយក៏មកយល់អំពីរមូរមួយនេះដែរសម្បីតែកុសពន្ធអមតៈមួយជេគឺត្រូវបានដោះស្រាយដោយសារតែវាមើលទៅរមូរមួយនឹងវាពិតជាមានកម្លាំងថាពុនមិនអាចវវែងបានហើយដូច្នេះក៏បានសម្រាប់ខ្លួនហោះឡើងមកខាងលើវិញនៅបានបញ្ជាបិសាចមកឲ្យនាំអាចារ្យមកបណ្ដានេះមកសួរនាំអញ្ចឹង Violin ក៏បាននិយាយសួរហើយទីតាំងកន្លែងកុកទឹកហ្នឹងតើពួកឯងក៏បានរកឃើញវាដោយរបៀបម៉េចអាចចាំម៉ាប់បាននិយាយ5ដែលរយៈពេលជាច្រើនឆ្នាំមុននីតិកន្លែងនេះគឺគ្មានទឹកទេប៉ុន្តែចំណាក់ក្តីបន្ទាប់ពីផែនដីក៏ត្រូវបានរំញ្ជួយនីតិកន្លែងនេះប្រែបែកឃើញថាមានទឹកគឺបានបន្សល់ទុកនៅទីនេះលោកម្ចាស់របស់ខ្ញុំគឺបានបញ្ជាឲ្យថានីតិកន្លែងនេះធ្វើជាគង់នៅក្នុងការចាប់គុំខាំមនុស្សឬមួយក៏អ្នកទោសនៅទីកន្លែងនេះតែម្ដងតើចំពោះ Violin នៅតែមានការងឿនឆ្ងល់មិនដឹងថាសាសមនុស្សម្នាក់នោះគឺជានរណាគេទេបើតាក់ទងជាមួយនឹងរមូរខ្មៅកម្លាំងថាពលពលឺពណ៌ស្វាយគឺមិនដឹងថាវាគឺជាអ្វីអបកតម្ល៉េះហើយ Violin គឺមិនចង់គិតអ្វីច្រើនទេនៅពេលវេលានេះគេគណតែជ្រាបពេលស្រូបចុកកម្លាំងថាពុវិញ្ញាណបង្កើនកម្រិតនៃការហ្វឹកហាត់របស់គេវាគឺជារឿងសំខាន់បើជាសកម្មទៅ Violin គេក៏មានវិធីសាស្ត្រមួយនៅក្នុងការបំបែកត្រានដែលបានឃុំឃាំងចេញពីសុនតៃហើយនឹងក្តារក្នុងសិល្បៈរបស់ Legion Fang គឺមានតែព្យាយាមស្រូបចុកកម្លាំងថាពុវិញ្ញាណដាក់ចូលនៅក្នុងខ្លួនឲ្យបានកាន់តែច្រើនទេហើយបូរជាមួយនឹងកម្លាំងថាពុវិញ្ញាណនៅខាងក្រៅពេលវេលាមកដល់នោះ Violin នឹងបំបែកវាអញ្ចឹងរយៈពេល6ខែបានកន្លងផុនដោយកម្រិតនៃការហ្វឹកហាត់របស់ Violin នៅពេលនេះគឺស្ថិតនៅក្នុងកម្រិតទី1ថ្នាក់ទី6ហើយនឹងគិតថាគឺដល់ពេលវេលាហើយដែល Violin បានប្រើប្រាស់ថ្មវិញ្ញាណកម្ពុជាដែលវាគឺជាកម្លាំងថាពុផ្នែកខាងក្រៅហើយបូរជាមួយនឹងកម្លាំងថាពុវិញ្ញាណផ្នែកខាងក្នុង Violin បានគិតផងដែរត្រានបានបំផ្ចិតដោយសុនតៃបូរជាមួយនឹងដៃកម្រិតសិល្បៈរបស់ Legion Fang រួមបញ្ចូលគ្នាវាពិតជាមានឥទ្ធិពលខ្លាំងក្លាណាស់ Violin នៅតែព្យាយាមស្រូបចុកកម្លាំងថាពុវិញ្ញាណដាក់ចូលនៅក្នុងលំហខ្លួនរបស់គេដែលបានរហែកបានតិចហ្នឹងហើយវាគឺនៅតែមិនដំណើរការដូច្នេះជំរឿននៅពេលនេះគឺមានតែលិបគុជអមតៈនេះតែប៉ុណ្ណោះ Violin ក៏បានចាប់ផ្ដើមលិបបំលែកគុជអមតៈចូលនៅក្នុងខ្លួនបង្កើនកម្លាំងកាន់តែខ្លាំងហើយក៏បានរាប់ពី1ដល់3ប្រើប្រាស់កម្លាំងថាពុវិញ្ញាណប្រងគ្នាបំផ្ទុះផាំងអ្វីទាំងអស់គឺទទួលបានជោគជ័យកម្រិតនៃការហ្វឹកហាត់របស់ Violin នៅពេលនេះគឺឈានទៅដល់កម្រិតទី2ក្រុមកូនចៅទាំងអស់ពួកគេគឺមានមាត់ញញៃរំខានទៅដល់ Violin ហ្វឹកហាត់ទេបើមិនចឹងពួកគេប្រកាសជាខ្សែសង្ខារហើយដូច្នេះបន្តមក Violin ក៏បានជីបិសាច់មួយហោះទៅមកក៏តាក់ទងជាមួយនឹងវិធីសាស្ត្រដែលគេបានហ្វឹកហាត់អំបញ្ញនេះយរួមទៅគឺវាកាត់បន្ថយស្នាមប្រេតហែកចេញពីដែនកំណើតសិល្បៈតៃរបស់ Legion Fang បាន 10% ចំណែកគេត្រានដែលបានបំផ្ចិតពីសុនតៃនៅវិញក៏ត្រូវបានកាត់បន្ថយផងដែរហើយម្ចាស់ទៀត Violin ក៏បានគិតតាក់ទងជាមួយនឹងវត្ថុវេទមន្តទាំងអស់នេះបូករួមជាមួយនឹងបិសាច
មូបើសិនបានជួបជាមួយនឹងមនុស្សដែលស្ថិតនៅក្នុងកម្រិតទី3ទី4យូររួមទៅពួកគេគឺមិនអាចធ្វើវ៉ាងលិនមានគ្រោះថ្នាក់បានទេបើតែចំណាក្តីនៅសល់សល់តែ7ឆ្នាំតែប៉ុណ្ណោះខ្ញុំក៏ត្រូវតែស្ដារនៅកម្លាំងថាពលនិងកម្លាំងនៃការវឹកហាត់របស់ខ្ញុំឲ្យត្រឡប់ទៅដូចតាមវិញអញ្ចឹងឯវ៉ាងលិនគេបានប្រឌិតមើលផ្លាកបញ្ជាផ្ទុកមួយនេះយូររួមទៅគឺមានប៉3ធំធំដែលស្ថិតនៅក្នុងប្រទេសភីលូអ្វីដែលបង្ហាញមកនេះគឺជាបច្ចុប្បន្នព្រលឹងវ៉ាងលិនគឺចាំបាច់ចុះនៅក្នុងបច្ចុប្បន្នព្រលឹងដោយសារតែនេះទីនោះគឺសម្បត្តិដល់កម្លាំងថាពលវិញ្ញាណងាយស្រួលនៅក្នុងការហ្វឹកហាត់អញ្ចឹងវ៉ាងលិនក៏បានចេញដំណើរទៅទីកន្លែងនោះតែម្ដងHello សួស្តីបងប្អូនស្វាគមន៍មកកាន់ Channel មេប៉ាអំវីឯនៅថ្ងៃនេះគឺយើងមកបន្តពីទី85នៃរឿងគុជអមតៈធានីបន្តសាច់រឿងចាប់ផ្ដើមគឺស្ថិតនៅកុសប៉ុនត្រូប្រទេសចាមណានេះពិជាមានកាហ្វេប៉ាដែលបានឃើញថាបុព្វបុរសរបស់ខ្លួនត្រឡប់មកវិញរត់របស់ជនធ្ងន់ធ្ងរហើយដូច្នេះមិនឲ្យកាប់ពេលច្រើនបុព្វបុរសនៃកុសប៉ុនត្រូបានប្រាប់ប្រាស់កម្លាំងទៅកាន់ប្រទេសចាមណានឹងនិយាយផងដែរខ្ញុំក៏ចង់បានខ្លួនប្រាណរបស់អញប្រាប់ប្រាស់កម្លាំងទៅគ្រប់គ្រងរូបរាងកាយរបស់ប្រទេសចាមណានឹងតែម្ដងយល់ទៅកាត់បានជាខ្លាំងតើទាំងជាមួយនឹងពលឹងវិញ្ញាណរបស់សុនតៃក៏បានបំផ្លាញរូបកាយរបស់គាត់ធ្វើពលឹងវិញ្ញាណរបស់គាត់នៅពេលនេះរងរបស់ជនធ្ងន់ធ្ងរហើយបើសិនបើមិនមែនគាត់ប្រប្រាស់នៅអាវុធវិទ្យាមុនអាចកម្បាំងរបស់គាត់នាំរូបកាយពិតរបស់សុនតៃចាក់ចេញពីទីកន្លែងនោះទេប្រកាសណាស់ដែលមានគ្រោះថ្នាក់ខ្លាំងជាងនេះធ្វើដូនទេណោះស្រួលបាត់បង់ជីវិតនៅពេលនេះក៏ថាបានដែរម្ល៉េះហើយក៏បានចឹកដើមតៈចេញមកក៏តឹងជាមួយនឹងហ្វាងលីនគឺមិនទាន់បានចាប់ខ្លួនទេប៉ុន្តែគេគឺរករបស់ជនធ្ងន់ធ្ងរដូចគ្នានៅពេលដែលគាត់បានខំប្រឹងគាត់ឡងមកគឺទទួលបានត្រឹមតែដើមអមតៈមួយដើមនេះតែប៉ុណ្ណោះម្ល៉េះហើយគាត់បានឲ្យភ្លឹងដើមស៊ីលីងកូចេញស៊ីលីងកូរបស់យើងនៅបានឃើញចឹងក៏បានអនុគ្រប់យល់រួមទៅគឺលើកលែងជីវិតកុំសម្រាប់ខ្ញុំអីដែលវិញគ្រប់ចាំទាំងអស់ហ្នឹងវ៉ាងលីនគឺជាអ្នកបង្ខំខ្ញុំហើយខ្ញុំបានពិតជាស្អប់វ៉ាងលីនអមណានហ្នឹងដោះឆ្អឹងតែម្ដងបើបែបរ៉ានៃកុសប៉ុនត្រូគាត់បាននិយាយឲ្យដួងភ្លើងវិញ្ញាណដើគឺសុទ្ធតែស្មោះត្រង់នឹងម្ចាស់ហេតុអ្វីបញ្ជាដួងភ្លើងវិញ្ញាណដើម្នាក់ហ្នឹងទៅជាអញ្ចឹងហើយវាពិតជាចម្លែកណាស់បាននិយាយរួមទៅស៊ីលីងកូគឺគឺជាដួងភ្លើងវិញ្ញាណចេះបត់បានតាមគ្រប់ក្រៈទេសៈហើយចំណែកឯបុព្វបុរសនៃកុសប៉ុនត្រូក៏បានគិតទៅទិញជាមួយនឹងដើមបន្តវាគឺមិនជាដើមធម្មតាទេដួងភ្លើងវិញ្ញាណធម្មតាគឺមិនអាចគ្រប់គ្រងឬមួយក៏ធ្វើជាដួងភ្លើងដែលអមតៈនេះបានឡើយចឹងគាត់គឺមិនអាចបំផ្លាញឬមួយក៏សម្លាប់ដួងភ្លើងដែលម្នាក់នេះបានទេវាពិតជាគួរស្ដាយណាស់ហើយម្ចាស់ទៀតគាត់គិតថាគាត់គួរណាស់តែប្រើប្រាស់ត្រាឃុំខាំងភ្លើងទៅកាន់ដួងភ្លើងវិញ្ញាណដែលម្នាក់នេះសិនទៅហើយគាត់ក៏បានប្រើប្រាស់កម្លាំងបង្កាត់ចិញ្ចីត្រាឃុំខាំងដួងភ្លើងនៃដើចាប់តាំងពីថ្ងៃនេះតទៅអញគឺជាដួងភ្លើងនៃដើរបស់ខ្ញុំបើសិនបានលេងល្បិចឬមួយក៏ក្បត់ជាមួយនឹងខ្ញុំអញគឺត្រូវតែស្លាប់ស៊ីលីកូវិបាននិយាយលោកម្ចាស់ខ្ញុំគឺជាស៊ីលីកូបើសិនមកខ្ញុំក្បត់ជាមួយនឹងលោកម្ចាស់នោះគឺសមរត់តែបាញ់ខ្ញុំរត់បាត់បង់ជីវិតទៅម្ល៉េះគាត់បាននិយាយរងចាំខ្ញុំឯងរួមបញ្ចូលគ្នាជាមួយនឹងរូបកាត់ពិតរបស់ខ្ញុំបានត្រឡប់មកវិញហើយបន្តមកនឹងតាមស្វែងរកវ៉ាងលីនដើម្បីជំរះគំនុំចាស់គាត់ក៏បានកាន់ដើមមតៈសម្រាប់ខ្លួនចេញទៅក្រៅដើម្បីរកទីកន្លែងវឹកហានចំពោះស៊ីលីកូវិបាននិយាយគិតខ្លួនចិនលោកម្ចាស់វ៉ាងលីនតើពេលណាលោកម្ចាស់ត្រឡប់មកជួយខ្ញុំទៅជាកាត់នៅមើលវ៉ាងលីនក៏បានធ្វើដំណើរមកដល់ទីកន្លែងបច្ចុប្បន្នព្រលឹងគិតថាបច្ចុប្បន្នព្រលឹងគឺជាបកមួយដ៏អន់កំបាំងនៅក្នុងប្រទេសភីលូហើយប្រតិទិនជាមួយនឹងការទទួលយកកុនសើនៅថ្ងៃដំបូងនឹងទទួលបានរួមភ្នំមួយនៅក្នុងការវឹកហានអញ្ចឹងឯភ្លាមក្បួននៃការបង្កាត់ដែនកាពីនៅទីនេះក៏បានលេចចេញឡើងហើយក៏ដូចជាមានមនុស្សម្នាក់បង្ហាញខ្លួនមកផងដែរដែលគាត់ក៏មានហាស្នេហ៍ហេតុថាស្រកក្រហមកម្រិតនៃការវឹកហាត់របស់គាត់ស្ថិតនៅក្នុងកម្រិតទី3ដំណាក់កាលដំបូងនិយាយសង្ខេបទៅគាត់គឺជាអ្នកបម្រើនៅក្នុងបច្ចុប្បន្នព្រលឹងផ្នែកខាងក្នុងហ្វាងលីនក៏បានអង្គគ្រប់អធិស្ឋានរាជបងខ្ញុំមន្ត្រីនេះគឺគ្រាន់តែចង់ចូលរួមនៅក្នុងបច្ចុប្បន្នព្រលឹងតាសក្រហមគាត់បាននិយាយសួរឯងគឺមកពីក្រុមណាវ៉ាងលីនបាននិយាយប្រាប់ហើយខ្ញុំគឺគ្មានក្រុមបកអីទេគ្រាន់តែជាអ្នកវឹកហាត់ធម្មតាតែតាសក្រហមគាត់គឺមិនជឿទេវាគឺមិនងាយស្រួលឡើយអ្នកវឹកហាត់ធម្មតាអាចឈានមកដល់កម្រិតទី2ដំណាក់កាលកណ្ដាលបើទោះបីជាអញ្ចឹងក៏ដោយយ៉ាងណាក៏ដោយពេលវេលាចូលរួមនៅក្នុងបច្ចុប្បន្នព្រលឹងរបស់ពួកយើងគឺបានកន្លងហួសទៅជាយូរណាស់មកហើយដែរអញ្ចឹងបើសិនបើឯងចង់ចូលរួមនៅក្នុងបច្ចុប្បន្នព្រលឹងរបស់ពួកយើងគួរណាស់តែរងចាំនៅឆ្នាំក្រោយទៅវ៉ាលីនក៏បានប្រាប់ឲ្យគាត់រងចាំបន្តិចនឹងបាននិយាយតាក់ទងជាមួយនឹងដាវមួយយល់ទៅខ្ញុំគឺមានសំណាងទទួលបានដាវមួយនេះប៉ុន្តែដោយសារតែកម្រិតនៃកាហ្វេខារបស់ខ្ញុំខ្សោយពេកមិនអាចប្រើប្រាស់វាបានទេសង្ឃឹមថាដាវនេះនឹងមានប្រយោជន៍ទៅកាន់រាជបងតាសក្រហមគាត់បានមកមើលក៏ដូចជាស្ទាបនឹងឯដាវរបស់វ៉ាងលីនគិតថាអាចមកម្នាក់នឹងហេតុវិបញ្ជីមានដាវដ៏អស្ចារ្យប្រើប្រាស់អញ្ចឹងឯងក៏បាននិយាយសួរតែឯងទទួលបានដាវនេះមកពីណាដែលវ៉ាលីនក៏បាននិយាយប្រាប់ដល់រយៈពេលជាច្រើនឆ្នាំមកហើយគឺមានជើងខ្លាំងម្នាក់ស្ថិតនៅក្នុងកម្រិតទី5គាត់គឺរងរបួសយ៉ាងធ្ងន់ធ្ងរខ្ញុំក៏បានមើលថែការពារគាត់បន្ទាប់ពីគាត់ព្យាបាលរបួសជាសះស្បើយហើយគាត់ក៏បានបកគោលដាវមួយនេះធ្វើជារង្វាន់មកដល់ខ្ញុំដោយសារតែកម្រិតនៃការវឹកហាត់របស់ខ្ញុំមិនគ្រប់គ្រាន់មិនអាចប្រើប្រាស់វាបានទេដូច្នេះតាសក្រហមក៏បានយកដាវរបស់វ៉ាងលីនយកទៅទុកទៅដោយគាត់បាននិយាយប្រាប់ហើយមិនអីទេបើតើតើជាមួយនឹងការចូលរួមនៅក្នុងបច្ចុប្បន្នព្រលឹងរបស់ពួកយើងករណីនេះខ្ញុំនឹងលើកឡើងឯងគាត់បានជើផ្លាកបញ្ជាបើជ្រក់ផ្លូវមួយអនុញ្ញាតឲ្យវ៉ាងលីនចូលទៅនិយាយប្រាប់ថាស្ថិតនៅក្នុងបច្ចុប្បន្នព្រលឹងរបស់ពួកយើងគឺមានក្បួននៃកម្មកាត់ច្បាប់ហាមឃាត់ជាច្រើនព្រោះសិនបើធ្វើអ្វីត្រ
ធ្លុយមានគ្រោះថ្នាក់អ្វីខ្ញុំគឺមិនជួយឯងទេវ៉ាលីនឲ្យគ្រប់អរគុណក៏ដូចជាបញ្ញាជីដហោះដេញតាមពីក្រោយហើយបានសម្លឹងពិនិត្យមើលបច្ចុប្បន្នព្រលឹងគឺសម្បត្តិដោយកម្លាំងថាពោវិជ្ជាដោយអ្វីដែលបានកត់ត្រានៅក្នុងផ្នែកវិទ្យាផ្ទុកពិតប្រាកដមែនបច្ចុប្បន្នព្រលឹងក៏បានប្រមូលផ្ដុំកម្លាំងថាពោវិជ្ជាទៅឲ្យកូនសិស្សរាប់ពាន់អ្នកហ្វឹកហាត់ទាំងអស់នេះបច្ចុប្បន្នព្រលឹងពិតជាចិត្តល្អណាស់ហើយក៏ជាអ្វីដែលវ៉ាលីនពេញចិត្តនឹងត្រូវការបំផុតម្ល៉េះតាសក្រហមនំវ៉ាលីនមកដល់ទីកន្លែងនេះស្រែកហៅមនុស្សម្នាក់លោកបងឆាំងលោកបងឆាំងចេញមកក្រៅមកអញ្ចឹងមនុស្សម្នាក់នេះគឺមានហេតុស្នាមថាឆាំងដាវីកម្លាំងនៃការហ្វឹកហាត់ស្ថិតនៅក្នុងកម្រិតទី3ដំណាក់កាលដំបូងដូចគ្នាគឺជាអ្នកបម្រើគ្រប់គ្រងកូនសិស្សផ្នែកខាងក្រៅតាសក្រហមក៏បាននិយាយប្រាប់ខ្ញុំក៏បានជួបជាមួយនឹងអលម្នាក់នេះតាមផ្លូវធ្វើដំណើរមកចង់សង្ឃឹមថាលោកបងឆាំងយកអាចមកម្នាក់នេះធ្វើជាកូនសិស្សផ្នែកខាងក្រៅផងហើយនឹងបានបាត់ថ្មខាងវិជ្ជាមួយថងឲ្យឆាំងដាវីយើងគាត់ក៏បានទទួលយកបាននិយាយតទៅជាមួយនឹងសំណាក់របស់លោកបងសក្រហមខ្ញុំគឺមិនអាចបដិសេធបានឡើយខ្ញុំនឹងយកអាចមកម្នាក់នេះធ្វើជាកូនសិស្សផ្នែកខាងក្រៅរបស់ខ្ញុំមិនដែលកាត់ពីច្រើនតាសក្រហមគឺមានភារកិច្ចមួយចំនួនចេញទៅក្រៅដើម្បីប្រមូលយកពលឹងវិជ្ជារាប់រយរាប់ពាន់ដើម្បីធ្វើការចម្បាញ់តុងពលឹងហើយគឺឲ្យលោកបងឆាំងនាំអាចមកម្នាក់នេះទៅរករូមភ្នំស្នាក់នៅទៅគាត់ក៏បានចាក់ចែងឆាន់ដាវីក៏បានជាជាមួយនឹងហ្វាំងលីនតែទាំងជាមួយនឹងលោកបងសក្រហមគាត់ក៏មានចរិតឆៅឆាវគឺមិនទទួលយកភារកិច្ចអ្វីដែលគ្មានផលចំណេញទេឥឡូវតើឯងក៏បានផ្ដល់អ្វីជូនទៅគាត់ទៅហ្វាំងលីនបានជាប្រាប់សុំគ្រប់រៀនច្បងខ្ញុំក៏បានប្រកួតដៅមួយទៅឲ្យគាត់អញ្ចឹងឆាន់ដាវីក៏បានបោះផ្លាកបញ្ជាមួយវាគឺជាក្លាប់បញ្ជាគ្រប់គ្រងរូមភ្នំរីករាង1090ហើយចាប់តាមពេលនេះវាគឺជាកម្មសិទ្ធិរបស់ឯងហើយហ្វាំងលីនក៏បានប្រែកម្លាំងពិនិត្យមើលតាមផ្លាកបញ្ជាឃើញរូមភ្នំហ្នឹងគឺមិនសូវមានកម្លាំងថាពោវិជ្ជាទេគឺមានតិចតួចខ្លាំងណាស់ម្ល៉េះហ្វាំងលីនក៏បានអង្គគ្រប់រៀនច្បងតែខ្ញុំគឺសុំផ្លាស់ប្ដូររូមភ្នំណាដែលមានកម្លាំងថាពោវិជ្ជាច្រើនទីនេះបន្ថែមទៀតតើបានទេតែគាត់បាននិយាយប្រាប់អាឡូតានៅវឹកខាត់បន្តគឺមិនគួរណាលុបលន់ទេវឹកខាត់តាមស្រួលទៅបើសិនបើឯងលុបលន់នោះឯងនឹងគ្មានថ្ងៃវឹកខាត់ឈានទៅដល់កម្រិតទី3បានទេវ៉ាលីនបានត្រឹមតែក្តាប់ដៃដោយសារតែពីស្ដីរបស់គាត់និយាយមកមើលងាយអញ្ចឹងណាដូច្នេះវ៉ាលីនក៏បាននិយាយសួរតាក់ទងជាមួយនឹងពីស្ដីរបស់រាជបងសក្រហមនិយាយតាក់ទងជាមួយនឹងតុងពលឹងតែអ្វីទៅដែលហៅថាតុងពលឹងឆាំងដាវីគឺមិនចង់ឆ្លើយប្រាប់ទេបច្ចិតធុញបើមុខមកមិនណាឃើញទ្រព្យសម្បត្តិមួយចំនួនដែលវ៉ាលីនជើមកគាត់ក៏បានប្រែទៅមុខវិញអញ្ចឹងហើយក៏បានជើទ្រព្យសម្បត្តិរបស់វ៉ាលីនជើទៅតុងនិយាយតាក់ទងជាមួយនឹងបច្ចុប្បន្នពលឹងរបស់ពួកយើងគឺមានត្រឹមតែកូនសិស្សផ្នែកខាងក្រុង200ឬមួយក៏300នាក់តែប៉ុណ្ណោះប៉ុន្តែកម្លាំងគឺអភិរិយស្មើជាមួយនឹងបកផ្សេងៗទៀតដែលស្ថិតនៅក្នុងប្រទេសភីលូទាំងអស់នោះដោយសារតែមូលហេតុអ្វីវ៉ាលីនរបស់យើងបាននិយាយបានស្មានទាំងអស់នោះប្រកាសជាដោយសារតែតុងពលឹងហើយអញ្ចឹងគឺពិតប្រាកដណាស់តុងពលឹងវាគឺជាអាវុធវិទ្យាមន្តដ៏ពិសេសរបស់បច្ចុប្បន្នពលឹងរបស់ពួកយើងហើយក៏មានតែកូនសិស្សផ្នែកខាងក្នុងតែប៉ុណ្ណោះទៅអាចស្វែងយល់តាក់ទងជាមួយនឹងអានកបាំងនៃការចម្បាញ់តុងពលឹងបានបើគិតត្រឡប់មកវិញខ្ញុំបានជឿជឿជឿនៅក្នុងបកផ្នែកខាងក្នុងបាត់ហើយដោយសារតែខ្ញុំក៏បានជាប់ប្រដឹងស្ទះកម្រិតនៃការហ្វឹកហាត់កម្រិតទី3របស់ខ្ញុំយូរពេកហើយជាដែលខ្ញុំនៅពេលនេះទទួលបានឋានៈជាអ្នកគ្រប់គ្រងកូនសិស្សផ្នែកខាងក្រៅហ្វាំងលីនរបស់យើងក៏បានអង្គគ្រប់សួរម្ដងទៀតគឺសម័យរឿច្បងបង្ហាញផ្លូវដែលគាត់បាននិយាយប្រាប់រៀងរាប់3ឆ្នាំម្ដងកូនសិស្សផ្នែកខាងក្រៅរាប់ពាន់ម៉ឺននាក់ទាំងអស់គឺត្រូវតែប្រកួតប្រជែងគ្នាហើយជ្រើសរើសតែម្នាក់ប៉ុណ្ណោះអាចមានសិទ្ធិចូលនៅក្នុងបកផ្នែកខាងក្នុងបានឥឡូវតើបើសិនបើឯងចង់ចូលរួមគួរណាស់តែសាឡបងដោយខ្លួនឯងទៅដូច្នេះគាត់ក៏បានសួរឈ្មោះហ្វាំងលីនតើឯងមានឈ្មោះអីហ្វាំងលីនរបស់យើងក៏បានប្រាប់រៀច្បងខ្ញុំក៏មានឈ្មោះថាស៊ីម៉ូអញ្ចឹងហើយគាត់ក៏បាននាំហ្វាំងលីនទៅទីកន្លែងរូមភ្នំស្នាក់នៅដូច្នេះគឺយើងកាត់មើលទីកន្លែងមួយទៀតនៅវិញក៏មានសាច់កញ្ជ្រោងមួយក្បាលដែលនោះគឺជាសាច់កញ្ជ្រោងរបស់ជុំមីនឹងឯងនាងបាននិយាយថារយៈពេលកន្លងផុតជាយូរណាស់មកហើយខ្ញុំនៅតែរឹកដានរបស់ហ្វាំងលីនមិនឃើញអញ្ចឹងតែមានបញ្ហាអ្វីកើតឡើងឲ្យប្រកាសទៅដូច្នេះនាងក៏បានចាក់ចេញពីទីកន្លែងនេះទៅរកទីកន្លែងមួយទៀតអញ្ចឹងគឺយើងកាត់មើលឆាំងដាវីក៏បាននាំហ្វាំងលីនមកដល់ទីកន្លែងរូមភ្នំមួយដែលវាគឺជារូមភ្នំរីករាង808គាត់បាននិយាយផងដែររូមភ្នំមានរាងកាន់តែតេងនោះក៏បានថាពោវិជ្ជាគឺកាន់តែច្រើនតាមដែរអញ្ចឹងហើយគាត់នឹងប្រកួតរូមភ្នំនេះឲ្យហ្វាំងលីនស្នាក់នៅហ្វាំងលីនបានពិនិត្យមើលផងដែរនៅក្នុងរូមភ្នំហ្នឹងមានកម្លាំងថាពោវិជ្ជាគួរសមហើយក៏បានអង្គគ្រប់អរគុណបានចូលទៅខាងក្នុងក៏ទៅជាមួយនឹងបច្ចុប្បន្នពលឹងគឺទទួលយកកូនសិស្សផ្នែកខាងក្រៅរាប់ពាន់ម៉ឺននាក់ប៉ុន្តែនៅក្នុងការតែសាឡបងយកកូនសិស្សផ្នែកខាងក្នុងតែម្នាក់គត់តែប៉ុណ្ណោះហើយហេតុអ្វីបានជាបច្ចុប្បន្នពលឹងគឺចាំបាច់ចំណាយកម្លាំងថាពោវិជ្ជាជាច្រើនទៅកាន់កូនសិស្សផ្នែកខាងក្រៅនៅក្នុងការប្រើប្រាស់អញ្ចឹងតែបច្ចុប្បន្នពលឹងគឺមានចេតនាឬមួយក៏ចង់បានអ្វីឲ្យប្រកាសទៅបើតមកហ្វាលីនក៏បានសង្កេតឃើញថាមានអ្វីមួយយ៉ាងដែលស្ថិតនៅក្រោមថ្មមួយនេះយល់ទៅវាគឺជាគុណជីយ៉ាងដែលនិយាយសង្ខេបថាវាគឺជាផ្នែកខាងវិញ្ញាណនៅលើគុណជីចាន់ដូចជាផ្នែកខាងវិញ្ញាណគឺមានច្បាប់នៃការខាត់គ្រប់គ្រងវាកុំឲ្យផ្សាយភាននេះកម្លាំងថាពោវិជ្ជាចេញទៅក្រៅលើលុបពេវ៉ាលីនគិតថាបើសិនមកខ្ញុំអាចបំបែកច្បាប់នៃការខាត់គ្រប់គ្រងគុណជីចាន់ដូចជាផ្នែកខាងវិញ្ញាណនិងប្រើប្រាស់វាដោយបន្តនោះនឹងអាចប្រមូលផ្ដុំកម្លាំងថាពោវិជ្ជាបានចាំងល្អវ៉ាលីនក៏បានប្រើប្រាស់កម្លាំងច្បាប់នៃការខាត់ព្យាយាមបំបែកតែម្ដងហើយនឹងគិតថាទោះបីជាកម្រិតនៃការវឹកហាត់របស់ខ្ញុំពិបាកនៅក្នុងការបំបែកច្បាប់នៃការខាត់ប៉ុន្តែវាពិតជាស័ក្តិសមនៅក្នុងការលះបង់ដូច្នេះវ៉ាលីនក៏បានប្រើប្រាស់កម្លាំងបំផ្ទុះផាំងបំបែកច្បាប់នៃការខាត់ចេញពីគុណជីចាន់ដោយជោគជ័យ
โดยធ្វើការអង្គុយតាំងសមាធិស្រួលចុះកម្លាំងថាពោវិជាទាំងអស់នឹងដាក់តាមលំហខ្លួនដែលបានពូរហើយរយៈពេលបានកន្លងផុតទៅដូច្នេះវ៉ាងលិនក៏បានបំបាច់ទៅដល់កម្រិតទី3នៅបានដឹងថានៅក្នុងរូងភ្នំមួយនេះគេលែងមានកម្លាំងថាពលវិញ្ញាណទៀតហើយបើទ្វារចេញទៅក្រៅសម្លឹងមើលផ្កាធ្លាក់ហើយបានគិតទៅដល់លីម៉ូវ៉ាន់តើសុខសប្បាយដែរទេរយៈពេល7ឆ្នាំទៀតតែប៉ុណ្ណោះខ្ញុំគឺត្រូវតែបំបាច់ច្បាប់នៃការខាត់ហើយនឹងស្ដារនៅកម្រិតនៃការធ្វើខាត់របស់ខ្ញុំឲ្យត្រឡប់មកវិញឲ្យទាល់តែបានអញ្ចឹងឯងក៏បានប្រើកម្លាំងសង្កេតមើលឃើញថានៃទីកន្លែងរូងភ្នំមួយគឺមានកម្លាំងថាពលវិញ្ញាណត្រូវបានប្រមូលផ្ដុំនៃទនូយ៉ាងកកកវ៉ាលិនក៏បានសម្រាប់ខ្លួនទៅមើលរូងភ្នំមួយហ្នឹងគឺមានរាង743ហើយគួរឲ្យស្ដាយផងដែរនៅក្នុងរូងភ្នំមួយហ្នឹងគឺមានមនុស្សស្នាក់នៅបំណងតែប្រើប្រាស់កម្លាំងបើកច្រកទ្វាររូងភ្នំចូលទៅមានតែឆាំងដវីគាត់ក៏បានមកដល់វ៉ាលិនក៏បានអនុគ្រប់ឆាំងដវីប្រជាភ្ជាប់អាចមកបណ្ដានឹងគឺមានសមត្ថភាពធម្មតាទេហេតុអ្វីត្រឹមតែរយៈពេល3ខែបំបីទៅដល់កម្រិតទី3អញ្ចឹងហើយហាមើលទៅអាលិតបណ្ដានឹងប្រកាសជាមានវិជាអាចជួយពន្លឿននៃការវឹកហាត់ឲ្យបានលឿនចាជាមិនខានដូច្នេះគាត់បាននិយាយស៊ីមូប្រសិនបានលើកក្រោយខ្ញុំបានជួបឯងម្ដងទៀតខ្ញុំគួរណាតែហៅឯងជារឿងច្បងវិញហើយវ៉ាលិនរបស់យើងបានគិតខ្លួនចិត្តបន្ទាប់ពីភ្លើងវិញ្ញាណកំណត់របស់ខ្ញុំត្រូវបានរងរបួសខ្ញុំក៏មិនអាចប្រើប្រាស់កម្លាំងបិទបាំងនៅសមត្ថភាពពិតរបស់ខ្ញុំបានទេហើយបើសិនបានមនុស្សម្នាក់នេះបានសង្កត់ឃើញពីអាចកម្លាំងរបស់ខ្ញុំប្រកាសជាមានបញ្ហាកាត់ឡើងមិនចេះចំអញ្ចឹងឯវ៉ាលិនបានត្រឹមតែនិយាយថាគឺដោយសារតែខ្ញុំជាជាងហ្វឹកហាត់ទាំងយប់ទាំងថ្ងៃឆានដឺវីគាត់គឺមិនបាននិយាយអ្វីទេអាចបំបាច់ទៅដល់កម្រិតទី3ចំណាយត្រឹមតែរយៈពេល3ខែពិតជាអស្ចារ្យហើយហាមើលទៅស៊ីម៉ូឱកាស200អាចចូលរួមនៅក្នុងបកផ្នែកខាងក្នុងបានគឺមានខ្ពស់ខ្លាំងណាស់បន្ទាប់ពីបានចូលរួមកូនសើផ្នែកខាងក្នុងហើយគឺសូមលេងគាត់ឲ្យបានយកចប់ច្រើនដងផងវ៉ាលិនរបស់យើងបានត្រឹមតែញញឹមមិនចាំទៀតគាត់បាននិយាយតឹងជាមួយនឹងច្បាប់នៅក្នុងការប្រកួតប្រជែងនៅក្នុងបកចម្បាញ់ព្រលឹងគឺត្រូវតែយកឈ្នះជាលេខលេខ1មិនថារស់ឬមួយក៏ស្លាប់ទេគឺត្រូវតែឈ្នះតតែបានដូច្នេះវ៉ាលិនក៏បានអនុគ្រប់អរគុណដោយគាត់បាននិយាយណែនាំនឹងបានចាក់ចេញទៅតែចំណែកដូចជាពូឆាំងដវីគាត់បានគិតក្នុងចិត្តប្រសិនបើខ្ញុំអាចទទួលបាននៅវិធីសន្តិការវឹកហាត់របស់ស៊ីមូបានហើយបើគាត់ណាខ្ញុំប្រកាសជានឹងអាចជើងចូលនៅក្នុងបកផ្នែកខាងក្នុងបានចាក់ជាមិនខានហើយលោកពេលយប់ឡើងឆាំងដវីគាត់បានមកដល់ទីកន្លែងរូងភ្នំរបស់វ៉ាងលិនគាត់ប្រជិញគិនឆ្ងល់ហេតុអ្វីបានជារូងភ្នំរបស់វ៉ាងលិនគឺមិនបានបិទទ្វារអញ្ចឹងវាប្រជាចម្លែកគាត់គឺមិនបានគិតនឹងសង្ស័យអ្វីច្រើនឡើយក៏បានចូលទៅច្រកទ្វារក៏បានបិទចិនវ៉ាងលិនរបស់ជាងបាននិយាយថានៅទីបំផុតលោកគឺបានមកដល់ហើយមិនដោយកាប់ពេលច្រើនទេឆាន់វីគាត់បាននិយាយត្រង់តែម្ដងស៊ីមូឯងគូណាតែបកគោលវិធីសាស្ត្រនៃការវឹកហាត់របស់ឯងឲ្យខ្ញុំជាបន្តវ៉ាងលិនរបស់យើងបានត្រឹមតែនិយាយថាប្រសិនបើខ្ញុំមិនចូលព្រមតើយ៉ាងម៉េចវិញឆាន់វីគាត់បាននិយាយខ្លាំងចង្រៃយ៉បើតើទឹងជាមួយនឹងការស្លាប់កូនសើផ្នែកខាងក្រៅមនុស្សដែលស្ថិតនៅផ្នែកខាងក្នុងគឺមិនខ្វល់អ្វីគ្រប់យ៉ាងអញ្ចឹងឯងគួរណាតែបកគោលវិធីសាស្ត្រនៃការវឹកហាត់របស់ឯងឲ្យខ្ញុំជាបន្តប្រសិនបើចង់មានជីវិតតែវ៉ាងលិននៅតែមិនខ្វល់ឆាន់វីក៏បានប្រើប្រាស់កម្លាំងវាយទៅកាន់វ៉ាងលិនក៏បានយកតង់ច្បាប់នៃការមកខាត់មកទប់រងគាត់ធ្វើឆាន់វីគាត់ពិតជាភ្ជាប់អញ្ចឹងតើវាគឺជាក្របទ្របដ៏មានតម្លៃហើយមិនយូរមិនឆាប់ទៀតទេវានឹងប្រែក្លាយជារបស់ខ្ញុំម្ល៉េះក៏បានប្រើប្រាស់ស្នៀតដៃជាច្រើនដើមចូលទៅម្ដងទៀតវ៉ាងលិនក៏បានប្រើប្រាស់ចំហាយតង់ច្បាប់នៃការមកខាត់ជាទៅទស្សស្កាត់បំទូផាំងគាត់ធ្វើឆាន់វីគាត់ពិតជាភ្ជាប់ហេតុអ្វីបើជាទៅជាអញ្ចឹងដូចជាបានឃើញស្រាប់ហើយវ៉ាងលិនក៏បានប្រើប្រាស់ដួងភ្លើងនីក្រិតទៅចាប់ចុងរឹតជាមួយនឹងឆាន់វីជាប់ឆាន់វីក៏បាននិយាយគម្រាមឯងគឺមិនអាចសម្លាប់ខ្ញុំបានទេខ្ញុំគឺជាអ្នកគ្រប់គ្រងកុលសិស្សផ្នែកខាងក្រៅតែវ៉ាងលិននិយាយថាលោកក៏បាននិយាយបាញ់ជីវិតនៃការស្លាប់មនុស្សដែលស្ថិតនៅផ្នែកខាងក្រៅបើតើទៅជាមួយនឹងផ្នែកខាងក្នុងពួកគាត់គឺមិនខ្វាយខ្វល់គ្រប់ចាស់ទាំងអស់តើមែនទេឆាន់វីក៏និយាយខ្លាំងអឡតាតែឯងគឺជានរណាគេឲ្យប្រាក់ខនហ្វាលីនបានត្រឹមតែនិយាយថាខ្ញុំគឺជានរណាគេលោកគឺគ្មានសិទ្ធិដឹងឡើយបានប្រើប្រាស់កម្លាំងបំផ្លាញរត់កាយរបស់គេខ្ទេចជើងស្នូតថំព្រលឹងរបស់គេយកមកដោយសារទុកផងដែរដូច្នេះហ្វាលីនក៏បានសម្ដៅខ្លួនទៅរករូងភ្នំរៀង743ហើយក៏បានឃើញហើយហ្វាលីនក៏បានបំបែកនៅច្រកជិញ្ជោខ្ទេចប្រប្រាស់ដែលបុរាណទម្លុះជញ្ជាំងភ្នំនេះមួយប្រឡោះប្រើប្រាស់កម្លាំងថាពោច្បាប់នៃការខាត់គុំខាងភ្លើងវិជ្ជាមនុស្សម្នាក់នេះឲ្យការស្គប់នៅមួយកន្លែងដែលចូលទៅក្នុងឃើញថានៅខាងក្នុងគឺសម្បូរទៅដោយកម្លាំងថាពោវិជ្ជាដ៏សម្បូរបែបហើយគឺបានប្រមូលផ្ដុំគ្នាបង្កើតនៅកម្លាំងថាពោវិជ្ជាបែបធម្មជាតិនេះវាគឺជាទីកន្លែងដ៏ល្អបំផុតនៅក្នុងការបំបែកត្រាឃុំខាំងមិនឲ្យខាត់ពីច្រើនហ្វាំងលិនក៏បានចាប់ផ្ដើមដំណើរការក្បួននៃការបង្កើតផ្ទៃនៅកម្លាំងថាពោវិជ្ជាស្រូបចុះកម្លាំងថាពោវិជ្ជាទាំងអស់នឹងចូលនៅក្នុងរូបរាងកាយតែបើជាដំណើរការនៃការស្រូបចុះកម្លាំងថាពោវិជ្ជាមានឧបសគ្គបន្តិចបន្តួចធ្វើហ្វាំងលិនរងរបួសវ៉ាលិននៅតែព្យាយាមប្រើប្រាស់ថ្មវិញ្ញាណកំពូលហើយបានលេបបំណែកគាត់មកតាក់មួយដុំប្រើប្រាស់កម្លាំងបំផ្ទុះផាំងអញ្ចឹងកម្រិតនៃការវឹកហាត់របស់វ៉ាងលិនក៏បានឈានមួយលំដាប់ទៅមួយលំដាប់ផ្ទុះនៅចំមាស់ថាពោវិញ្ញាណដ៏ខ្លាំងរំជួយរុំភ្នំទាំងមូលអ្នកទាំងអស់គ្នាដែលវឹកហាត់នៃក្បាច់នេះពិតជាភ្ជាប់ហើយក៏មិនដឹងថាមានបញ្ហានឹងរឿងអ្វីកើតឡើងឲ្យប្រកាសទេកម្លាំងថាពោវិញ្ញាណគឺកាន់តែផ្ទុះខ្លាំងទៅរំជួយជុំវិញបរិវេណនេះទាំងមូល
ใส่เรื่องจับดำลืมไหมนี่ก็มาดับปัจจุบันเป็นเรื่องพองได้นี่ก็มีรำบันเดินทางฟังลินประกอบเชียและคลุ้นในทีกีฬานี้หายเขาดิฉันบนต่อปีฟังลินสรุปเจ้ากำลังทับปูวิจินในขนมรุมพรมดีด้วยก็เสด็จไปเนี่ยในขนมปะขังขนมกับบันจิงบกเปิดเมื่อจังอเมริกับบารีกับรับดำเนินจะเป็นจีบันตอนบัตรจิงโจ้ในในปะขังกระเพื่อสันบ้านในนาคิบชังก็เตรียมแต่สำหรับโดยคมินเฮดพอลจังคนเสด็จง้อกับบางโมปโมปดมคณีดับโปเก็บบานเยจิเจคณีท่าตอนนาคิประเฮินไม่เฮดวิบัญชีบังกบพิบชราโจในขนมปะในขังกระจังมันกลายสลับเตะไอจะปูฟังลิ้นกับขนมจันในเป็นอีกขนมกับบางใบกับบัตรในกาโวคาดชิ้นที่เรากับบัตรตีบุญในการกนดาลหายจำนวนแก่กับบางทับปูวิจินก็เตรียมบางปโมปดมปะแตงกุยสได้ก็จะมาตัดทันทีขนมคือในแต่มันไอประปราวิบานดอได้จำนวนแก่คนเสมันนี้เดือดบานฟังลิ้นประปรากำลังคมแข็งการจงจังระบอกเก๋กิมีรำทางเงินชงอตายมาดูมันนี้หมกปีนะห้ามันเตยเหมือนนั้นไปจีจมไหลครั้งนั้นเปิดสมัครขนมมือได้ให้ลืมปัญหาต่างๆนั้นประกอบชิ้นหนึ่งแปะปอนจมูกหนึ่งขนมได้คุยโดยการปรับตึกกันมนุษย์เดสตันในปากขังขนมบานดังรู้ไม่ก็เหมือนกูปรับเก๋ไปจีสเตสตันในขนมจันจะปูวังลิ้นกับบางเป็นจริงกระแสเพลย์อย่างบุษรุยตึกกันในมันนั้นกดไฟเก็บไปจีเผยคล้ายจะให้คนเสด็จตันขนมปากขังขนมจิจาระเนี่ยกับบางบงหายกลุ่นใจเมาจำนวนแก่มันนั้นนี่เก๋ก็มีจมูกทำฟังสันกำลังในการวัดคัดตันในขนมกำลังตีบุญดำนาการดำบงจีประกาศปรับท่าในปีนี้ผู้ยังก็ตระแต่ปนัดเมื่อคนเสด็จอ๋อเพื่อสั้นบ้านนาเก๋ไปจีสกรรมเพ็บมันเซอร์สรูลคนน่าแต่สำหรับเพลิมหนึ่งกันไล่จังไงในต่างออกนี้พวกเก๋กับเป็นจริงตุ่มเปลืองเป็นจริงเปลืองวิจินตื่นสเก็ตมือฟังเล่นกันขนมจันได้วิธีสั้นในการวัดคัดระบาดสั้นในขนมปัจจุบันเปลืองเป็นจีอ๋อจ้าหากเป็นสมัครขนมไอซ์ไฟโยนหนึ่งเรียนแต่ถึงจมูกหนึ่งวิจิต่างอันในบ้านนะขนมในจักรดวงเปลืองวัวต่างอันมาทั่วการจุบบันบรรทมกำลังอันดิพิบระบาวีประกอบจีนเหมือนจันต้องบัมในการข้อระบาดขนมไล่ดับพวกเก๋กับจับดำปนัดมือโกเซอร์มันดองมันแดะจำได้แก่โกเซอร์มันดันได้เก็บไปจีเพย์คล้ายจังกับบางประจานกิจล้วนก็ตระบันวังสันประปรากำลังคมแข็งกิจจอมหนึ่งปนัดมือพองได้บ้านดังทางโกเซอร์มันดันนั้นคือเมียนกับแปะปอนเอาไว้เตะไตจนาก็ได้ก็ตระบันวังสันสำหรับเกโดได้โกเซอร์ต้องไปจิงเงินช่างเปอร์เซ็นต์บ้านมันดันนั้นเมียนกับแปะปอนเอาไว้เตะหาไว้บัญชีเก๋โดยเกล้วนจังโกเซอร์เซมซินติดบ้านในทางหามือเตอมันดันนั้นประกอบจีโกเซอร์ดับปีปากขังกระใบจุมนุษย์ดับใบดังหนึ่งสไฟโยนแต่ถึงจมูกหนึ่งอันกระบังระบาปะจะบังเปลืองระบาปุ๋ยยังให้จีให้ได้โปเก๋มีการเพย์คล้ายหนึ่งผัดไพ่ให้คนเซอร์มันนี้ในแต่กึศหนึ่งสงสัยเงินช่างคงจะเพย์คล้ายพองได้บัดแต่ถึงจมูกหนึ่งการสไฟโดเปลืองคือขมิ้นนาเกมันได้ไอเล็บบางบานไล่ให้ดาวเวนวังเล่นดาวเตอร์ปนัดเมื่อวังเล่นก็ตระบานปนัดเมื่อมีการสงสัยไว้ได้ตระบานอนุญาตไอโจลก็ช่วยคนเซอร์มันนี้ก็ไปจึงเงินช่างคงจะให้ได้บัญชีเตอร์จีนจังวิคือมันไอเตอร์รวยเตดิฉันก็ดาวเวนคนเซอร์มันนี้ในขนมการปนัดเมื่อก็จะบังคืนสระไพ่กำลังทำโปรวิจินระบาวังเล่นก็ตระบานคมแข็งการจงจังระบาเกจอมดาววังเล่นมันก็ขนมจัดพองได้คนเซอร์ได้สะดุดขนมปากขังขนมตัวใบจมูกเก๋คือชื่อมรุษในขนมกับตีบุญก็ได้ก็โปเก๋คือขมิ้นสมาร์ทพิบในขนมการไอซ์ไฟโจลแต่ถึงจมูกหนึ่งกำลังทำเปิดเรื่องในการจงจังระบาขยมบานดอได้ถ้าบทต่อปีที่ฝึกการปนัดไทยอาเซอร์มันนี้กับบันก็ขนมจัดบรรทอฮัตเวบัญชีมโนมันนี้อาชีพพอดปีการตามสไฟโรเปลึงระบามนุษย์ได้สะดุดในขนมปากขังขนมตื่นรุ่นจังฮาร์โมนิวิกิจีสันดังล้อระบาขยมไฮเด็กขยมขึ้นปานใหญ่ไว้เปิดสบักขยมใหญ่ฮาร์มอดเลิกล่างประกอบจีนหนึ่งเป็นปัญญาท้องดิฉันในทั้งไงกล่าวขยมกุณาเตเนื้อช่างไงปีมโนมันนี้วิกิการแต่ล้อฟังเรื่องระบาจึงกับบางปลายกระแสภายในมือสวยสำนักแต่การนักกุศลมันนั้นมาดองติดถอยเก็บปัจจิเพย์บ้าจึงสระจงแต่มาดองบัตรปีในต่างออกนี้เปิดดอกมือไฮเมียมาดูจิตราเนี้ยได้ก็ตระบานสลับบอลเจเวิร์ดดับโปเก๋คือเมียนพอดเบียนอันกับบางปตอคลุนแต่ปนอหากเมียนเอาไว้ดับปูจึงจงบ้านหรือรัฐบาลกัดหลังในปีจุบเหมือนลอยฟังสันกึศธาเตะคือวิมันไอเตอรูเตะห้ามจานเทียนกึศธาถ้าเราเรื่องกลุ่มจานต่างอันนั่งวิปกรณ์จิมนุษย์ดมปีปะขังไกลจงกับพันจิประคับรับคอนเสิร์ตในขังไกลต่างอันให้บานดังโดยการเตะสารบองคือจันมันดาลหายจังผู้อันก็น่าแต่แต่วิจิมฝึกขาดเตะจะผู้ฟังเล่นกึศขนมจันแต่เติมจมูกหนึ่งใส่คำวิจินวิสำคัญเชียงหรือมวยโก้วิจิสมงัดแต่เติมจมูกหนึ่งตุ่มพลังวิสำคัญเชียงเตะห้ามแต่เติมจมูกหนึ่งคอนเสิร์ตเดสตันในภายขังขนมต่างอันนั้นเกิดไปจีโกยจับรำดูชแนลฟังลิงกึศทางขยมเกิดเรือไต่โจวิธีสร้างสมงัดในขนมการจับบันตุ่มพลังไอทอตะบ้านสำหรับคลุนจนขนมรวมพนุ่มเตยอย่างเลื่อนระยะเป๊ะบางกลมพอนกำลังในการฝึกคัดแบบฟังเรียนในปีนี้คือชิ้นตัดดอกกับระดับบุญดำเนินการจงกลายหายหากไปแต่เติมจมูกหนึ่งฟังเรียนในปีนี้ตัวใบจีสตันในขนมกับระดับบุญดำเนินการจงกลายประแต่ฟังเรียนคือไอสไฟโจแต่ถึงจมูกหนึ่งได้กำลังศิลปะโดยจีคลุนเกสตันในขนมกับระดับพรำดำเนินการก่อนได้โดยดำจังได้เมื่อไรฟังเรียนคือในโรงจำเอาการมวยด้วยวิธีสร้างทำไมหนึ่งขนมการแบบใบตัดดอกกับระดับพรำบดองเตียนดิฉันกับบางสรุปจกำลังทำโปรวิจินจนในขนมคลุนหายกับบางประตูชิ้นล่างได้ดำเนินกรรมศาสตร์ตะจีจรานดำเนาะก็แต่ถึงจมูกหนึ่งสละสนามไตระบาดเลจินฟังวิกจีสระสนามกับศิลปะมนุษย์เดสนึกน้องกำลังตีประมวยหาวิกตบามตกได้กำลังทับเปิลวิจินดามาตาติดพองด้านกำลังศิลปะระบาดเลจินฟังคือปัจจัย
ខ្លាំងណាស់ដែលអាចមើលឃើញពីចិត្តគំនិតមនុស្សដែលស្ថិតនៅក្នុងកម្រិតទី5បានទៀតដែលមនុស្សស្ថិតនៅក្នុងកម្រិតទី6ធម្មតាពិបាកនៅក្នុងការស្វែងយល់ឬមួយក៏ទប់ស្កាត់ជាមួយនឹងដែនគំនិតសិល្បៈប្រភេទនេះខ្លាំងណាស់អញ្ចឹងឯងគឺយើងកាត់មើលលឿម៉ៃនេះក៏បានចូលមកដល់បច្ចុប្បន្នព្រលឹងផងដែរបញ្ចេញសម្បយុរ៉ាភ្លើងរបស់នាងចេញមកផ្ទុះនៅកម្លាំងដ៏ខ្លាំងចំណែកឯវ៉ាងលៀនក៏បានដឹងតាក់ទងជាមួយនឹងចំហាយថាពូនេះផងដែរប្រចាំចេញមកក្រៅពិនិត្យមើលមកជួបជាមួយនឹងលឿម៉ៃភ្លាមលឿម៉ៃនេះក៏បាននិយាយថានៅកឡានគឺនៅចាំខ្ញុំបានដែរទេវ៉ាងលៀនរបស់យើងនិយាយថានាងគឺជាកូនសិស្សរបស់ណាចស៊ឺស៊ូគូលឿម៉ៃនេះបាននិយាយថាអ្នកកឡានដំបូងមកគឺជាកូនសិស្សនៅក្នុងបកហេងយូហើយគំនិតស្មាតថានៅពេលនេះក៏បានប្រែក្លាយជាកូនសិស្សដែលស្ថិតនៅក្នុងបច្ចុប្បន្នព្រលឹងទេវ៉ាងលៀនរបស់យើងបាននិយាយរយៈពេលរាប់រយឆ្នាំមកនេះគឺវាមិនសមហេតុផលទេដែលនាងក៏បានប្រែក្លាយជាមនុស្សរបស់ណាចស៊ឺស៊ូគូហើយមើលទៅនាងប្រកាសជាយល់ទៅវ៉ាងលៀនគឺមិនបាននិយាយថាលឿម៉ៃគឺជាអ្វីទេលឿម៉ៃនៅវិញតែបាននិយាយមើលទៅអ្នកកឡានគឺពិតជាអ្វីឆ្លាតវ៉ាងលៀនរបស់យើងបាននិយាយបន្តនាងគឺខំប្រឹងតាមស្វែងរកខ្ញុំគ្រប់ទីកន្លែងតែនេះមានន័យយ៉ាងម៉េចវិញតែចំពោះលឿម៉ៃនឹងបានត្រឹមតែនិយាយថាមូលហេតុដែលខ្ញុំតាមស្វែងរកអ្នកកឡានគឺចង់រំលឹកអ្នកកឡានឲ្យបានដឹងជាមុនតែប៉ុណ្ណោះតែទោះបីជាអញ្ចឹងវ៉ាងលៀនរបស់យើងគិតក្នុងចិត្តតាក់ទងជាមួយនឹងកងដៃនៅលើដៃរបស់លឿម៉ៃវាគឺជាកងដៃរបស់មេបាក្រមពាក់ការពីមុនហើយម្ចាស់ទៀតតាក់ទងជាមួយនឹងចរិតរឹកពីចេតនារបស់នាងគឺមិនច្បាស់លាស់ទេប្រកាសជាមានអាចក្បាំងមួយលាក់បាំងនៅក្នុងចិត្តជាមិនខានវ៉ាងលៀនបានត្រឹមតែនិយាយថាលាសិនហើយទៅពេលនេះសម្រាប់ខ្លួនចាក់ចេញទៅយ៉ាងលឿនលឿម៉ៃនេះបាននិយាយរយៈពេល500ឆ្នាំមុនវ៉ាងលៀនមនុស្សម្នាក់ហ្នឹងគឺជាក្មេងប្រុសម្នាក់ដែលល្ងងខ្លៅហើយនាងបានដឹងថាបេះដូងរបស់វ៉ាងលៀនគឺរឹងដូចជាដីថែបនាងពិតជាចង់ដឹងខ្លាំងណាស់តើបេះដូងរបស់វ៉ាងលៀនគឺជាបេះដូងប្រភេទអ្វីទៅដល់រយៈពេលប្រកួតក៏បានមកដល់មានមនុស្សជាច្រើនក៏ត្រូវបានបាត់បង់ជីវិតទោះបីជាគេសុំចោះចាញ់ក៏ដោយក៏ត្រូវតែសម្លាប់ដូចគ្នាហើយវ៉ាងលៀននៅវិញក៏បានប្រកួតជាមួយនឹងអ្នកកឡានដាវគេបានប្រើប្រាស់ស្និតដាវជាច្រើនចូលទៅវ៉ាងលៀនក៏បានប្រើកម្លាំងម៉ាទីកទេបញ្ឈប់ដាវទាំងអស់នេះខ្ទេចហើយនៅបានសម្រាប់ខ្លួនចឹងលឿនទៅជង្គកម្នាក់ហ្នឹងគឺមិនបានសម្លាប់ម្នាក់ហ្នឹងឡើយអញ្ចឹងវ៉ាងលៀនក៏បានមកមើលការប្រកួតមនុស្សម្នាក់ទៀតដែលម្នាក់នេះក៏បានប្រើប្រាស់ស្និតដាវជាច្រើនដូចគ្នាចូលទៅហើយមនុស្សស័ក្តិសមម្នាក់នេះក៏បានស្ដេចមួយវ៉ាប់បញ្ចេញផ្សែងមកខ្មៅចេញទៅទប់ស្កាត់ក៏ដូចជាសម្លាប់មនុស្សម្នាក់នេះបាត់បង់ជីវិតភ្លាមវ៉ាងលៀនក៏មានការភ្ជាប់អាផងដែរវាគឺជាបដិសេធនៃការស្លាប់ហើយមើលទៅរឿងទាំងនេះវាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់កាន់តែពិសេសទៀតវ៉ាងលៀនក៏បានគិតទៅជាមួយនឹងគូប្រកួតផ្សេងទៀតផងដែរដោយគិតថាមនុស្សដែលស្ថិតនៅបកផ្នែកខាងក្រៅក៏ត្រូវបានបាត់បង់ជីវិតរាប់ពាន់ម៉ឺននាក់គឺនៅសះសមមនុស្សទីទួចតែប៉ុណ្ណោះដែលនៅមានជីវិតហើយនឹងគិតទៅជាមួយនឹងច្បាប់ដែលបានកំណត់នៃបច្ចុប្បន្នព្រលឹងពិតជាឈួតលីលាពេកហើយដោយវ៉ាងលៀនគិតឡើងទៅបានដឹងថាពីផែនការកំណត់របស់បច្ចុប្បន្នព្រលឹងដោយក៏ពិតទៅពួកគេគឺចង់ប្រមូលជើព្រលឹងមនុស្សទាំងអស់គ្នាដែលបានបាត់បង់ជីវិតដើម្បីចាប់យកមកធ្វើការចម្បាញ់នៅតុងព្រលឹងហើយច្បាប់ដែលបានកំណត់នឹងវាពិតជាខុសខើខ្លាំងណាស់ដូច្នេះដោយការប្រកួតជុំវគ្គចុងក្រោយគឺបានមកដល់វ៉ាងលៀនរបស់យើងក៏បានប៉ះគ្នាជាមួយនឹងអ្នកកឡានសសម្នាក់នេះឯងដែលគេមានហាស្នាមហៅថាស៊ីម៉ាកម្រិតនេះកវកាស្ថិតក្នុងកម្រិតទី3ដំណាក់កាលចុងក្រោយម្ល៉េះវ៉ាងសិនបានគិតថាដោយការប្រកួតវគ្គចុងក្រោយនេះពិតជាចម្លែកណាស់ស៊ីម៉ាមនុស្សម្នាក់នេះគេគឺជាមនុស្សស្ថិតក្នុងកម្រិតទី3ដំណាក់កាលចុងក្រោយស្លេកគ្លៀមឈាមខូខើព្រៃផ្សៃខ្លាំងណាស់ប៉ុន្តែរឿងគួរចម្លែកបំផុតមនុស្សម្នាក់នេះដែលជាវ៉ាងលៀនរបស់យើងគេមើលទៅធម្មតាហើយទៅបញ្ជាឈាមដល់វគ្គផ្ដាច់ព្រាត់អញ្ចឹងទៅវិញហើយហាក់មើលទៅការប្រកួតនៅក្នុងឆ្នាំនេះគ្មានអ្វីល្អមើលទេស៊ីម៉ាក៏បាននិយាយអឡតាឯងគឺជាមនុស្សស្ថិតនៅក្នុងកម្រិតទី3ដំណាក់កាលកណ្ដាលពិតជាសំណាងតែបានឈាមបណ្ដោះវគ្គផ្ដាច់ព្រាត់ក៏ប៉ុន្តែឯងបានជួបខ្ញុំវាគឺជាសំណាងអាក្រក់របស់ឯងហើយដែលបានប្រើប្រាស់កម្លាំងបណ្ដាសានៃការស្លាប់វាយភ្លើងវិញ្ញាណកំណត់របស់វ៉ាងលៀនប៉ុន្តែភ្លើងវិញ្ញាណកំណត់របស់វ៉ាងលៀនប្រើប្រាស់កម្លាំងបានបង្កប់បណ្ដាសានៃការស្លាប់ទៅនៅខាងក្រៅនោះវិញវ៉ាងលៀនក៏បានឈើស្គប់នៅមួយកន្លែងអ្នកទាំងអស់គ្នាគិតថាវ៉ាងលៀនក៏ត្រូវបានបាត់បង់ជីវិតហើយប៉ុន្តែគឺមិនអ្វីដែលពួកអ្នកទាំងអស់គ្នាគិតឡើយវ៉ាងលៀននិយាយថាអំណាចថាពលវេទមន្តនេះលោកក៏អាចសម្រាប់មនុស្សដែលស្ថិតនៅក្នុងកម្រិតទី3ដូចគ្នាបានដោយប្រើប្រាស់តាមមួយក្បាច់នេះស៊ីម៉ាក៏ពិតជាខ្ចប៉ៅហើយវាបញ្ជាលោកបានដឹងតាក់ទងជាមួយនឹងរឿងទាំងអស់នេះអញ្ចឹងហើយវាគឺមិនអាចទៅរួចទេវ៉ាងលៀនរបស់យើងក៏បានបញ្ចេញកម្លាំងសាយភិកទៅវិញប៉ារវិញនេះបាននិយាយផងដែរនេះគ្រាន់តែជាអំណាចថាពលវេទមន្តថ្នាក់ទាបតែប៉ុណ្ណោះដែលវ៉ាងលៀនក៏បានដឹងចំណុចខ្សោយទាំងអស់តាក់ទងជាមួយនឹងបណ្ដាសានៃការស្លាប់យើងណាជាដំបូងក៏ត្រូវតែបំផ្លាញពលវិញ្ញាណកំណត់របស់បុគ្គលម្នាក់នោះហើយប្រកាសណាស់នឹងអាចសម្លាប់មនុស្សម្នាក់នោះដែលប្រើប្រាស់តាមមួយស្និតបានយើងអាចនិយាយបានថាបណ្ដាសានៃការស្លាប់វាស្តៀងជាមួយនឹងអក្ខរាវិរុទ្ធនៃការស្លាប់ផងដែរដូច្នេះវ៉ាងលៀនក៏បានប្រើកម្លាំងបណ្ដាសានៃការស្លាប់របស់ស៊ីម៉ាវិបត្តិទៅគេវិញបំផ្ទុះឬរកែរបស់គេខ្ទេចអ្នកទាំងអស់គ្នាពិតជាភ្ជាប់ហើយអញ្ចឹងភ្លាមព្រះរាជាម្នាក់ដែលស្ថិតនៅក្នុងបកផ្នែកខាងក្នុងក៏បានបង្ហាញខ្លួនគាត់ក៏មានឈ្មោះថាវូដេស៊ីមនុស្សដែលស្ថិតនៅក្នុងកម្រិតទី4ដំណាក់កាលចុងក្រោយវ៉ាងសិនគាត់ក៏បានមកអង្គគ្រប់ទៅកាន់លោកព្រះរាជាហើយជាប្រាប់ថាបុគ្គលម្នាក់នេះគឺជាជើងឯកជលិភេលេខ1នៅក្នុងការប្រកួតឆ្នាំនេះមានឈ្មោះថាស៊ីងម៉ូ
វ៉ាលីនរបស់យើងក៏បានអន់គោរពហើយម្យ៉ាងទៀតលោកព្រះចាំមិនដឹងក៏បាននិយាយសួរថាអឡតាតើឯងគឺឲ្យបំបីបណ្ដាសានៃការស្លាប់របស់ស៊ីម៉ាដោយវិធីណាវ៉ាលីនរបស់យើងបាននិយាយហើយទាំងអស់នេះគឺដោយសារតែខ្ញុំក៏បានលាក់បាំងនឹងកម្រិតនៃការវឹកហាត់របស់ខ្ញុំដោយការពិតទៅកម្រិតនៃការវឹកហាត់របស់ខ្ញុំគឺស្ថិតនៅក្នុងកម្រិតទី3ដំណាក់កាលចុងក្រោយដែរអញ្ចឹងហើយជាហេតុដែលស៊ីម៉ាគេគឺមិនអាចធ្វើអ្វីខ្ញុំបានចឹងណាក្តីព្រះចាំមិនដឹងគឺមិនជឿទេតែបានប្រាប់ថាកម្លាំងទៅពិនិត្យមើលតែបានដឹងថាវ៉ាលីនគឺមិនបាននិយាយខកទេគឺជាមនុស្សស្ថិតនៅក្នុងកម្រិតទី3ដំណាក់កាលចុងក្រោយពិតមែនហើយក៏បានប្រាប់ទៅកាន់ហ្វាំងសិនឲ្យរៀបចំទីកន្លែងស្នាក់នៅទៅកាន់វ៉ាលីនរបស់យើងផងដែរហ្វាំងសិនគេក៏បានចាប់ផ្ដើមនាំវ៉ាលីនទៅនៅក្នុងប៉ាក់ផ្នែកខាងក្នុងទៅស្ថិតនៅប៉ាក់ផ្នែកខាងក្នុងក៏មានកំពូលភ្នំ3កំពូលភ្នំមួយនៅចំហៀងគឺមានឈ្មោះថាកំពូលភ្នំច្បាញ់ព្រលឹងកំពូលភ្នំនៅចំហៀងមួយទៀតគឺមានឈ្មោះថាកំពូលភ្នំស៊ូប៊ូកំពូលភ្នំដែលស្ថិតនៅកណ្ដាលគេគឺជាកំពូលភ្នំស៊ូសានហ្វាលីនរបស់យើងក៏បានប្រើកម្លាំងប្រឌិតមើលសរសៃធម្មពលវិជ្ជានេះទីនេះគឺយ៉ាងសម្បូរបែបហើយម្ចាស់ទៀតក៏បាននិយាយសួរទៅកាន់ហ្វាំងសិនសិចបងតែខ្ញុំគឺអាចសំដឹងតើទាំងជាមួយនឹងវិធីសាស្ត្រនៅក្នុងការច្បាញ់តុងព្រលឹងបានដែរទេអញ្ចឹងក៏ពិតជាបានហ្វាំងសិនក៏បានបង្ហាញតុងព្រលឹងរបស់គេចេញមកដែលបានជាប្រាប់ថាកម្លាំងរបស់តុងព្រលឹងគឺវាអាស្រ័យទៅលើព្រលឹងវិញ្ញាណដែលស្ថិតនៅក្នុងតុងព្រលឹងដែរដោយតុងព្រលឹងដែលមានព្រលឹងវិញ្ញាណ16,100នៅវិញវាគឺជាតុងព្រលឹងធម្មតាទេប៉ុន្តែចំពោះតុងព្រលឹងដែលមានព្រលឹងវិញ្ញាណ1000នៅក្នុងនោះទៅហៅថាវាគឺជាតុងព្រលឹងមួយនៅក្នុងការប្រើប្រាស់វាបានអញ្ចឹងតុងព្រលឹងនៅក្នុងដៃរបស់ខ្ញុំហ្នឹងក៏មានដុំព្រលឹងចំនួន1000បង្ហាញព្រលឹងវិញ្ញាណឲ្យវ៉ាងលៀនបានឃើញម្ចាស់ទៀតបានជាប្រាប់បន្តនៅក្នុងការគ្រប់គ្រងតុងព្រលឹងគឺចាំបាច់ត្រូវតែមានដុំព្រលឹងវិញ្ញាណធ្វើជាគោលអំណាចថាពលវិញ្ញាណរបស់ដុំព្រលឹងវិញ្ញាណគោលគឺកាន់តែខ្លាំងនោះនឹងធ្វើឲ្យតុងព្រលឹងវិញ្ញាណរបស់យើងគឺកាន់តែខ្លាំងទៅតាមនឹងផងដែរហើយនឹងអាចគ្រប់គ្រងដុំព្រលឹងផ្សេងៗទៀតធ្វើជាកូនបើនិយាយសួរយកទៅធ្វើជាមេតបហើយនឹងកូនចៅអញ្ចឹងណាដូច្នេះវ៉ាងសិនក៏បានធ្វើដំណើរទៅមុខបន្តវ៉ាលៀនរបស់យើងគិតក្នុងចិត្តថាស្ថិតនៅអាណាចក្រស៊ូស៊ូគូក៏មានវិធីសាស្ត្របែបនេះមួយចំនួនដែរក៏ប៉ុន្តែបើប្រៀបធៀបជាមួយនឹងបច្ចុប្បន្នព្រលឹងគឺមិនស្មើដល់ហើយម្ចាស់ទៀតវ៉ាងសិនក៏បានជាប្រាប់តើតើជាមួយនឹងទីកន្លែងលំហដែលមានធម្មពលពណ៌ក្រហមហ្នឹងវាគឺជាទីកន្លែងបព្វបរោះរបស់យើងស្នាក់នៅក្នុងការហ្វឹកហាត់ដូច្នេះវ៉ាងសិននិយាយសួរថាសប្អូនតើសប្អូនស្គាល់សឹងនីវដែរទេសឹងនីវក៏ត្រូវបានគេស្គាល់ថាគឺជាមនុស្សម្នាក់ដែលមានសមត្ថភាពខ្លាំងក្រោមមនុស្សស្ថិតនៅក្នុងកម្រិតទី6ចំពោះវ៉ាងលៀននិយាយថាខ្ញុំគឺធ្លាប់ឮឈ្មោះសឹងនីវនឹងដែរអញ្ចឹងវ៉ាងសិនបានជាបន្តប្រាប់ឲ្យដឹងតាំងពីដំបូងមកព្រះអាចារ្យដ៏អស្ចារ្យនៅក្នុងបដិបត្តិពួកយើងគឺបានធ្វើដំណើរគ្រប់ប្រទេសដើម្បីតាមស្វែងរកព្រលឹងវិញ្ញាណនៅក្នុងការចម្បាញ់តុងព្រលឹងប៉ុន្តែនៅស្មារតីក៏ត្រូវបានប៉ះគ្នាជាមួយនឹងសឹងនីវត្រូវបានសឹងនីវសម្រាប់គាត់បាត់បង់ជីវិតទៅដូច្នេះបព្វបរោះរបស់ពួកយើងគឺខំប្រឹងតាមស្វែងរកសឹងនីវចុយគេមកនិយាយបញ្ជាក់ប្រាប់កាប់ពិតទាំងអស់ប៉ុន្តែគឺស្រាប់តែបាត់ដំណឹងសូនអញ្ចឹងរកគេមិនឃើញឡើយវ៉ាងលីននៅវិញបានគិតក្នុងចិត្តតែខ្ញុំគឺបានសម្លាប់មនុស្សដែលស្ថិតនៅក្នុងបច្ចុប្បន្នព្រលឹងតាំងពីកាលខ្ញុំគឺមិនចាំទេហើយបើតាក់ទងជាមួយនឹងបព្វបរោះនៃបច្ចុប្បន្នព្រលឹងរបស់ពួកយើងគឺមាន2នាក់ដែលគាត់គឺកំពុងតែស្ថិតនៅក្នុងដំបងពកក្រហមនឹងឯងដែលជាទីកន្លែងវឹកហាត់របស់គាត់តុងព្រលឹងដែលស្ថិតនៅក្នុងដៃពួកគាត់គឺមានដុំភ្លើងវិញ្ញាណសរុបទៅគឺរាប់ពាន់លានអ្នកឯណោះសម្បីតែអាណាចក្រស៊ូស៊ូគូក៏មានការភ័យខ្លាចមកកាន់បច្ចុប្បន្នព្រលឹងរបស់ពួកយើង3បន្ទុកដែរចំណែកឯរបងតាម9នៅខាងក្រោមគឺជាទីកន្លែងស្នាក់នៅរបស់ព្រះចាស់ទាំង9នាក់នៃបច្ចុប្បន្នព្រលឹងរបស់ពួកយើងវ៉ាងសិនបានជាប្រាប់បន្តឲ្យវ៉ាងលៀនទៅផ្លាស់សម្លៀកបំពាក់បដរបស់ពួកយើងផ្នែកខាងក្នុងនៅទីកន្លែងប្រាសាទខាងក្រោមហើយក៏ត្រូវតែបង្ហាញខ្លួននៅប្រាសាទជាន់ខាងលើកំពូលភ្នំដូច្នេះវ៉ាងលៀនបន្ទាប់ពីផ្លាស់សម្លៀកបំពាក់ហើយបានធ្វើដំណើរមកដល់ប្រាសាទនៅលើកំពូលភ្នំបើទ្វារក្រាក់ចូលទៅអញ្ចឹងលោកតាចាស់តពេកម្នាក់នេះគាត់បាននិយាយឲ្យបង្ហាញផ្លាស់សម្គាល់ខ្លួនដោយគាត់បាននិយាយប្រាប់ជាន់ទី3អញគឺមិនអាចដើរហើរបានទេប៉ុន្តែជាន់ទី2ឬមកក៏ជាន់ទី1នៅវិញអញគឺអាចដើរហើរឬមកក៏តាមស្វែងរកបានតាមចិនវ៉ាងលៀនបាននិយាយសួរផងដែរតែទាំងជាមួយនឹងផ្លាំងវិជាថ្មបន្ទុកទៅវិធីសាស្ត្រនៅក្នុងការចម្បាញ់តុងព្រលឹងគឺនៅទីនេះដែរទេគាត់បាននិយាយប្រាប់គឺមិនស្ថិតនៅទីនេះទេវ៉ាងលៀនរបស់យើងក៏បានជើសម្លក់គាត់ក៏បាននិយាយខ្លាំងចង់រយកហើយទៅបញ្ជាឯងសម្លក់មកលើយើងអញ្ចឹងហើយតែឯងក៏ចង់ប្លន់ខ្ញុំមិនទេបើតែទាំងជាមួយនឹងផ្លាំងបញ្ជាថ្មបន្ទុកទីសាស្ត្រនៅក្នុងការចម្បាញ់តុងព្រលឹងក៏មានតែ10ប៉ុណ្ណោះបើសម្រាប់ចង់ប្លន់គឺគួរណាតែពឹងផ្អែកទៅលើសមត្ថភាពរបស់ខ្លួនឯងតែឯងមានសមត្ថភាពគ្រប់គ្រាន់ដែរទេសម្បីតែមនុស្សស្រីណាគេម្នាក់ក៏ដែរបើឯងចង់បានគឺយកបានទាំងអស់អាស្រ័យទៅលើកម្លាំងរបស់ឯងហើយគ្មានណាគេម្នាក់សួរដេញដោឬមួយក៏ធ្វើបាបឯងទេវ៉ាលៀនគិតថាច្បាប់ដែលបានកំណត់នៅក្នុងបច្ចុប្បន្នព្រលឹងវាពិតជាគួរឲ្យចាប់អារម្មណ៍អញ្ចឹងក៏បានប្រើកម្លាំងធ្វើឲ្យលោកតាតពេកធ្លាក់ចូលក្រោមក៏ពិតជាខឹងមែនទែនចង់រយយកអាឡិតតែឯងគឺចង់ប្លន់ខ្ញុំមែនទេមិនអីទេខ្ញុំនឹងបន្តឯងតែម្ដងប្រាប់ថាកម្លាំងបញ្ជាផ្លិតរបស់គាត់វាយវ៉ាងលៀនប៉ុន្តែវ៉ាងលៀនក៏បានប្រើកម្លាំងបញ្ជាផ្លិតនឹងវាយលោកតាតពេកផាច់នឹងបានចាប់គាត់នៅមួយកន្លែងគាត់សុំវ៉ាងលៀនកុំសម្លាប់គាត់អីគាត់នឹងប្រាប់ការពិតដែលស្ថិតនៅក្នុងរូងភ្នំផ្នែកមួយជំនាញនេះហើយគឺមានមនុស្សម្នាក់ផ្ទុកទៅដោយផ្លាប់បញ្ជាថ្មអញ្ចឹងវ៉ាងលៀនក៏បានមកដល់ទីកន្លែងរូងភ្នំហ្នឹងប្រាប់កម្លាំងបំផ្លាញរូងភ្នំនឹងខ្ទេច
ចឹងមនុស្សដែលស្ថិតនៅក្នុងរូងភ្នំគឺពិតជាខឹងខ្លាំងណាស់ប្រើប្រាស់តុងព្រលឹងបញ្ជាតិតុងព្រលឹងវិជាចូលទៅវាយវ៉ាងលិនសង្កេតឃើញផងដែរតុងព្រលឹងវិជាគោលដែលស្ថិតនៅក្នុងតុងព្រលឹងគឺជាមនុស្សស្ថិតនៅក្នុងកម្រិតទី3ហើយកម្លាំងរបស់វាគឺធម្មតាទេប្រើប្រាស់កម្លាំងបង្កត់នៅតុងព្រលឹងវិជានឹងខ្ទេញហើយម្យ៉ាងទៀតបានគិតថាតុងព្រលឹងរបស់ឯងគឺពិតជាគួរចាប់អារម្មណ៍ខ្ញុំគឺសុំចុកវាហើយម្យ៉ាងទៀតអាប៉ែម្ដងហ្នឹងគេពិតជាភ័យខ្លាចសុំបបវ៉ាងលិនកុំសម្លាប់គេអីដែលគេគឺសុខចិត្តបកគោលផ្លាស់បញ្ជាថ្មផ្ទុកទៅដោយវិធីសាស្ត្រនៅក្នុងការច្បាញ់តុងព្រលឹងបូរួនជាមួយនឹងអ្នកមរាស្រីទាំងពីរអ្នករបស់គេផងដែរសង្ឃឹមថាអ្នកកឡានទុកជួតឲ្យផងដែលវ៉ាងលិនគឺមិនបានសម្លាប់មនុស្សម្នាក់នឹងទេនឹងបានចាប់ផ្លាស់បញ្ជាផ្ទុកយកមកពិនិត្យមើលវិធីសាស្ត្រនៅក្នុងការច្បាញ់តុងព្រលឹងវាគឺជាវិធីសាស្ត្រច្បាញ់ធម្មតាក៏ប៉ុន្តែគឺអាចប្រើប្រាស់បានមនុស្សស្រីម្នាក់នេះបាននិយាយទៅកាន់វ៉ាងលិនថារៀនច្បងខ្ញុំក៏បានដឹងថាវិធីសាស្ត្រនៅក្នុងការច្បាញ់ព្រលឹងនៅក្នុងផ្លាស់បញ្ជាថ្មនឹងគឺមានចំណុចខ្វះខាតមួយចំនួនហើយម្ចាស់ទៀតនឹងបានដឹងថារៀនច្បងប្រកាសជាអ្នកដែលទៅម្ដងថ្មីហើយអនគ្រប់ណែនាំឈ្មោះទៅកាន់វ៉ាងលិនខ្ញុំក៏មានឈ្មោះថាស៊ូជុនសូមគោរពរៀនច្បងបាននិយាយតាក់ទងជាមួយនឹងគុណសម្បត្តិនៃតុងព្រលឹងគឺមានចំណុចធំទាំង3យ៉ាងដែលឧទាហរណ៍ប្រៀបបានដូចជាកំពូលភ្នំធំទាំង3នៃបច្ចុប្បន្នព្រលឹងរបស់ពួកយើងនឹងឯងផ្នែកទី1គឺជាផ្នែកនៅក្នុងការចម្បាញ់ព្រលឹងផ្នែកទី2គឺជាផ្នែកនៃការស្រូបព្រលឹងចំណែកឯផ្នែកទី3គឺជាផ្នែកនៅក្នុងការខំខាំងព្រលឹងគឺជាផ្នែកសំខាន់ជាងគេដោយផ្នែកទី3រួមបញ្ចូលគ្នាវាគឺជាវិធីសាស្ត្រវឹកហាត់នៃបច្ចុប្បន្នព្រលឹងរបស់ពួកយើងនេះហើយវ៉ាលេនបានត្រឹមតែងូក្បាលសម្រាប់ខ្លួនចាក់ចេញអ្នកទី2ក៏បានសម្រាប់ខ្លួនទៅតាមប៉ុន្តែវ៉ាងលិនក៏មិនឲ្យតាមទេគឺឲ្យអ្នកទី2ចាក់ចេញឲ្យឆ្ងាយពីគេទៅម្ល៉េះវ៉ាលេនក៏បានសម្រាប់ខ្លួនមកលើកំពូលភ្នំចម្បាញ់ព្រលឹងបានប្រើកម្លាំងបើករូងភ្នំមួយនិងបានពិនិត្យមើលនៅក្នុងរូងភ្នំគឺសម្បត្តិទៅដល់កម្លាំងថាពលវិជាដ៏អស្ចារ្យយ៉ាងសម្បូរបែបហើយម្ចាស់ទៀតបានពិនិត្យឃើញថានៅខាងក្នុងគឺមានបានថាពលគុំខាំងព្រលឹងមួយផងដែរហើយមើលទៅក្បួននៃការបង្កើតនេះវាគឺមិនជាក្បួននៃការបង្កើតធម្មតាទេប្រកបណាស់មានទ្រព្យសម្បត្តិដ៏មានតម្លៃនៅក្នុងនោះជាមិនខានហើយដោយវ៉ាងលិនក៏បានចុកដៃប៉ះទៅលើក្បួននៃការបង្កើតនឹងកម្លាំងក្បាំងផ្ទុះឡើងធ្វើឲ្យវ៉ាងលិនឡើងប៉ាំងថយក្រោយកម្លាំងថាពលវិជាគុំខាំងនៅក្នុងនោះគឺពិតជាខ្លាំងវ៉ាងលិនក៏មិនដឹងថានេះវាគឺជាសំណាងឬមួយក៏ជាគ្រោះថ្នាក់របស់គេទេប៉ុន្តែចំណាក់ក្តីវ៉ាងលិនគឺមិនគិតច្រើនទេដោយស្ថានភាពនៅពេលនេះវាគឺជារឿងមិនតាន់គេគួរតែប្រញាប់នៅក្នុងការបំបែកកម្រិតនៃការវឹកហាត់របស់គេឲ្យបានឆាប់តែវ៉ាលិនប្រើប្រាស់កម្លាំងបំផ្ទុះផាំងក៏ដូចជាប្រើប្រាស់កម្លាំងច្បាប់នៃការបង្កើតជាបំបែកក្បួននៃការបង្កើតនឹងផងដែរយើងបានឃើញថាព្រលឹងតែបានគុំខាំងនៅក្នុងនឹងវាគឺជាដួងភ្លើងសាស៊ីលីងដ៏ធំចេញមកខំវ៉ាងលិនតែម្ដងសាច់រឿងរបស់យើងនៅភាគទី86ក៏ត្រូវបានកាត់ស្លេះតែប៉ុណ្្នឹងដែរហើយចឹងហើយយើងនឹងជួបគ្នាជាមួយនឹងភាគថ្មីជាបន្តទៀតអរគុណច្រើន